បាទហើយនេះគឺជាសមាជិកបំរុងរបស់ក្រុមជម្រើសជាតិថៃបាទដោយឡែកនេះគឺជាសមាជិក11នាក់ដំបូងរបស់ក្រុមជម្រើសជាតិទីម៉័របាទមានអ្នកចាំទី Fernandez ខ្សែការពារ Olivera បាទ Jose Olivera មួយ Jose Olivera បាទហើយគណៈនេះគឺជាសមាជិកបំរុងរបស់ក្រុមជម្រើសជាតិទីម៉័របាទមុននេះបន្តិចបាទគឺមានក្រុមរកបាន3ពិន្ទុរួចមកហើយបាទគឺក្រុមជម្រើសជាតិវៀតណាមបាទដែលទទួលបាន3ពិន្ទុក្រោយពីវាបកយកឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីនបាទតាមដឹងពីព័ត៌មានបាទគឺក្រុមជម្រើសជាតិហ្វីលីពីនបាទគឺពោពេញទៅដោយកីឡាករដែលមកពីសាកលវិទ្យាល័យបាទលោកថាន់ស៊ីនអូបាទគឺជាគ្រូបង្វឹកបាទគឺជាអាជ្ញាកណ្ដាលរបស់សញ្ជាតិម៉ាឡេសញ្ជាតិមីយ៉ាន់ម៉ាបាទសូមអធិស្ឋានបាទមីយ៉ាន់ម៉ាបាទនេះគឺជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិទីម៉័របាទគឺលោកណូរីបាទគ្រូបង្វឹកឈុតធំរបស់បាទមីយ៉ាន់របស់ទីម៉័របាទគឺលោកណូរីយ៉ូបាទស៊ូគីតាតេបាទសញ្ជាតិជប៉ុនបាទបាញ់មិញនេះបាទគឺជាជំនួយការគ្រូបង្វឹកទេបាទហើយគណៈដែលគ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃបាទគឺលោក Alexandreda da Gama Lima បាទគឺជាគ្រូបង្វឹកសញ្ជាតិប្រេស៊ីលដែលដឹកនាំក្រុមជម្រើសជាតិថៃបាទនៅក្នុងនោះមានជំនួយការគាត់បាទគឺលោក Cesar Diniz Pereira Roque បាទគឺជំនួយការសញ្ជាតិប្រេស៊ីលនិងគ្រូបង្វឹកផ្នែកបាទការសម្បទាលគឺលោក Mazio Mera de Vasconcelos បាទគឺមានបាទប្រេស៊ីលបាទតែ2រូបទេអមគាត់បាទក្រៅពីនោះគឺសិតតែគ្រូបង្វឹកជម្រើសជាតិថៃទាំងអស់បាទទាំងគ្រូអ្នកចាំទីក្រុមគ្រូពេទ្យបាទគឺគ្រូផ្សេងអីបាទគឺសិតតែថៃទាំងអស់តែម្ដងបាទមកធីមរបស់គាត់បាទមកកាប់ play បាទអត់តែ2នាក់ទេបាទប្រេស៊ីលដូចគ្នាបាទជាមួយនឹងគ្រូឈុតធំទាំងអស់3នាក់បាទល្ងាចឡើងហើយបាទម៉ោង6កន្លះបាទពេកតិចគឺទស្សនាបាទបានពេញភ្នែកតែម្ដងបាទតិចស្រាប់ហ្មងបាទតាំងកីឡាករបាទតែក៏លេងដោយពេញចិត្តដែរបាទអត់តែកីឡាកររបស់វៀតណាមជាមួយនឹងហ្វីលីពីនទេបាទបាញ់មិញលេង5ថ្ងៃរៀងក្តៅប៉ុន្តែមិនថ្មីទេបាទកែបាល់ដំបងគឺចេញពីជើងរបស់បាទក្រុមជម្រើសជាតិថៃដែលមានឯកសណ្ឋានអាវពណ៌ខៀវបាទខៀវទឹកប៊ិចបាទគឺជាឯកសណ្ឋានថ្មីផងដែរបាទដែលប្រើប្រាស់នៅក្នុងឆ្នាំនេះបាទគណៈដែលឈុតធំបាទគឺជាអ្នកប្រើមុនគេនៅក្នុងពានរង្វាន់ AFC ASEAN Cup ដែលធ្វើឡើងនៅទឹកដីអារ៉ាប់រួមបាទដោយក្រុមជម្រើសជាតិកាតាគឺជាអ្នកឈ្នះពានរង្វាន់នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របន្ទាប់ពីបាទលុតក្រុមសាមរ៉ៃជប៉ុនហើយជាក្រុមជើងឯកបាទ5សម័យបាទនៅវគ្គផ្ដាច់ព្រាត់បាទមិនទាន់កែបាល់ទេបាទស្របពេលដែលស្នងការប្រកួតកំពុងតែមើលសិនបាទគ្រប់ 6:30 ទើបឲ្យលេងបាទពិនិត្យមើលម៉ោងសិនបាទឥឡូវអត់ទាន់ 6:30 បាទក៏ស្មើនេះក៏មានប្រិយមិត្តកម្ពុជាខ្លះៗទៅទស្សនាផ្លុំកញ្ចែហើយកែបាល់ចេញពីជើងថៃជំនួបនៅក្នុងពូល A បាទដែលជាការប្រកួតបាទលើកដំបូងរបស់ថៃជាមួយនឹងទីម៉័របានចាប់ផ្ដើមហើយបាទការប្រកួតគឺធ្វើឡើងនៅក្នុងទីលានបាទពហុកីឡដ្ឋានជាតិបាទរបស់កម្ពុជាបាទខណៈដែលថ្ងៃស្អែកបាទកម្ពុជាទើបលេងបាទមុននេះបន្តិចការប្រកួតមុនបាទគឺមានដល់ទៅ3គ្រាប់បាទវៀតណាមសុទ្ធបាន2ខណៈដែលហ្វីលីពីនសុទ្ធបាន1បាទដូច្នេះរងចាំមើលទាំងអស់គ្នាថាតើបាទនៅក្នុងការប្រកួតវគ្គទី2នេះគូទី2នេះនឹងមានការសុទ្ធបញ្ចូលទីគ្នាប៉ុន្មានគ្រាប់ដែរបាទរវាងក្រុមទាំងពីរបាទទីម៉ូឡេសជាមួយនឹងក្រុមជម្រើសជាតិថៃបាទបោះចុះបោះឡើងបាទកឹបមួយផុតសិនទៅមុខមួយរួចបោះថយក្រោយបាល់ជាប់ជើងថៃបាទមួយរយៈចុងក្រោយនេះបាល់ទាត់ថៃគឺហាក់ដូចជាមិនសូវជាប្រសើរទេបាទបន្ទាប់ពីការចាក់ចេញរបស់ Zico គ្រូបង្វឹកបាទជម្រើសជាតិថៃដែលដឹកនាំឲ្យថៃបាទទទួលបានលទ្ធផលល្អបាទបន្ទាប់ពីមានការផ្លាស់ប្ដូរជាច្រើនលើកច្រើនសារបាទទើបធ្វើឲ្យក្រុមជម្រើសជាតិបាទថៃគឺបាទគឺមិនសូវបានល្អទេបាទទាំងការប្រកួតក្នុងស្រុកនិងក្រៅពានរង្វាន់បាទផ្សេងគឺធ្វើមិនសូវបានល្អទេឥឡូវឱកាសដំបូងរបស់ថៃញាក់មួយពីរច្រមុខទីរបស់បាទខាងទីមាត់តែឃ្លៀបាល់ចេញតាន់បាទតែតមកខាងក្រោយវិញ
បាទពានរង្វាន់ AFL បាទ Suzuki Cup ក៏ថៃធ្លាក់បាទ ASEAN AFC ASEAN Cup ក៏ធ្លាក់បាទដូច្នេះគឺមិនសូវជាធ្វើបានល្អទេបាទអ្វីដែលគួរឲ្យចាប់អារម្មណ៍បាទគឺបណ្ដេញគ្រូបង្វឹកចេញពីពាក់កណ្ដាលបាទព្រឹត្តិការណ៍ទៀតបាទដឹកនាំក្រុមបើកឆាកចាញ់ឥណ្ឌា 4-0 បណ្ដេញគ្រូចេញតែម្ដងបាទ 4-1 បាទពេលនោះបាទ 4-1 គឺក៏ធ្លាក់ក៏ដេញគ្រូចេញតែម្ដងបាទឥឡូវយើងទស្សនាការប្រកួតជាបន្តបាល់ជាប់ជើងទីមកបោះឡើងមកខាងលើរត់មកជំហានបាទមកជំហានល្អមែនតើអស់ទៅហើយកីឡាករលេខ8 Mozinho Barreto de Lima តែបាទទៅមិនរួចទេអ្នកចាំទីរបស់ថៃបាទឡើងមកចាប់ជាប់តែម្ដងបញ្ជូនមកខ្សែការពារស្លាប់ឆ្វេងលេខ2បាទសាប៉ាន់កេស៊ីបាទកេស៊ីបញ្ជូនអីយ៉ាផ្លាត់ស្នៀតឱកាសរបស់ទីមកបាទថៃផ្លាត់ស្នៀតច្រើនមែនទេនៅក្នុងការបញ្ជូនបាល់លើកចូលមកខាងក្នុងបារ៉ាទេតែឃ្លៀចេញទៅខ្សែការពាររបស់ថៃបាទទប់បាល់ជាប់មួយលេខ24បាទតានពីស៊ីតតែក៏ឃ្លៀឡើងមកខាងលើបាទក៏ឃ្លៀមកជើងទៀតសារជាថ្មីបាទពីខាងទីមកបាទសម្រាប់ការប្រកួតនេះបាទក៏សូមអធិស្ឋានបាទដល់ប្រិយមិត្តផងដែរបាទបើសិនជាមានការបាទសូសៀងឈ្មោះកីឡាករខុសបាទការនិយាយបាទខុសបច្ចេកទេសបាទក៏សូមអធិស្ឋានផងដែរទប់មួយពីថៃចេញទៅខាងក្រៅអត់អីទេលោកកញ្ញាកដាលេខជាបន្តបាទលេខ16បាទអានុនសាំបាទសាមកនបាទទៅហើយកន្លែងនេះតែខ្សែការពារលេខ18ខាងពីម៉ូឡេសបាទមើលរឿងទីម៉តំណងណាបាទគឺរៀងអត់សឡូនអត់ចាញ់ខាងថៃប្រហែលទេបាទចាប់ផ្ដើមដោយប៉ាមិនដំបងហ្នឹងគឺសាច់បាននៅ50បាទបញ្ជូនមកស្លាប់ខាងឆ្វេងបាទទស្សនវិជ្ជាពីយប់បាទគឺពិតជាតិចភ្នែកមែនតើបាទជាពិសេសបាទអមនៃហ្វារបស់បាទសហព័ន្ធបាល់ទាត់កម្ពុជាបាទបើកហ្វាមកភ្លើង4បាទ4ដសនេះបាទគឺភ្លឺច្បាស់តែម្ដងបាទឥឡូវនេះឱកាសរបស់ទីមកទៅហើយកាត់មកខាងលើទៅមិនផុតបាទមិនទាន់ស៊ាំនឹងទីលានទេបាទសម្រាប់ក្រុមទាំងពីរមើលគឺការលេងគឺបាទរៀងដាក់របបបន្តិចបាទព្រួយទីលានថ្មីបាទមិនធ្លាប់បានលេងទេដូច្នេះបាទគឺមិនទាន់ស៊ាំនឹងស្ថានភាពទីលានឥឡូវនេះកាត់ឡើងមកខាងលើបាទតែតមួយចេញឱកាសរបស់ថៃទុកបាល់ជាប់មួយទាញ2អ្នកមកបិទចិត្តតែម្ដងតែទៅរួច3ទៀតទៅរួចសុទ្ធមកជើងទៅខ្សែការពារឱកាសរបស់ថៃតែឡើងមកចាប់ជាប់ដោយអ្នកចាំទីរបស់ទីមកអូយបាទចង់ឈឺកផ្លូវបាទលោតមកចាប់បាទអ្នកចាំទីយុគ22ឆ្នាំបាទបាទអ្នកចាំទីអូយបាទអាដេរីតូរ៉ាអ៊ុលហ្វឺណាន់ដេសបាទគាត់ហៅមនុស្សនើយចឹងចាស់មុខយ៉ាងចាស់យើងអាយុបាទគាត់កើតនៅថ្ងៃទី15ខែឧសភាឆ្នាំ1997បាទ97ទៀតបាទបូកទៅលើ22ហ្មងបាទ22ល្មមបាទឥឡូវនេះយើងមកមើលការលេងជាបន្តរបស់ថៃបាទលោកជៀនម៉ៅងងសោចបាទមុខគុនការទៅបាទអាយុមិនសមនឹងមុខបាទយើងមិនអាចបន្ទោសបានទេបាទធម្មជាតិបាទឥឡូវយើងមើលទស្សនាការប្រកួតជាបន្តថៃកំពុងសម្រុកបោះមកស្លាប់ខាងស្ដាំតំណឹងរកគ្នាទៅមុខមិនរួចបាទគូនេះក៏មិនខុសពីគូមុនដែរយើងមើលទៅបាទគេថាថៃជាអ្នកសម្រុកខណៈដែលទីមកជាអ្នកការពារបាទដូចវៀតណាមសម្រុកហ្វីលីពីនអញ្ចឹងបាទតែខាងទីមកបាទគឺលបឿនលឿនណាស់តែបានបាល់ដាច់ងាន់នេះទៅនេះលឿនមែនតើខាងថៃរត់តាមពីក្រោយហិតចង់ហិតផ្សែងនេះបាទចង់ហិតផ្សែងអីយ៉ាបញ្ជូនមិនបានល្អបាល់ជាប់ជើងថៃបញ្ជូនខ្លីៗមកកីឡាករលេខ24បាទតាន់ពីស៊ីតបោះមកខាងក្រោយបាទតាំងពីស៊ីតនេះខ្ពស់មែនតើមេតក៏ធំបាទបោះមកស្លាប់ខាងស្ដាំឲ្យកីឡាករលេខ3បាទគ្រីសាដាឥឡូវបញ្ជូនមកហើយកាត់មកខាងក្នុងបាទម៉ាកូបាលីនីអូកូនកាត់តែម្ដងមកឈ្មោះនេះមិនមែនឈ្មោះកីឡាករថៃទេបាទម៉ាកូបាលីនីបាទកីឡាករលេខ22បាទនេះបាទម៉ូតសក់លយមែនតើសម្រាប់កីឡាករជម្រើសជាតិទីមកបាទគាត់ចេះរកម៉ូតសក់បាទចាប់អារម្មណ៍ព្រឹត្តិការណ៍បាទមិនបានអីបានចាប់អារម្មណ៍ម៉ូតសក់មួយណាបាទលេខ15ប្រធានក្រុមបាទសារីងកាន់បាទព្រំស៊ូប៉ាលេខនេះបាល់ជាប់ជើងបាទក៏ផ្ដាច់ឡើងមកខាងលើបាទពីកីឡាកររបស់ទីមកបាទលេខ13បាទគឺ Gumario Augusto Fernandes da Silva Moreira អូបាទឈ្មោះគឺវែងជាងចង្វៃនឹងចុកទៀតបាទឈ្មោះនេះបាទថាពិធីបុណ្យអុំទូកដាក់បានណាបាទឈ្មោះរបស់កីឡាករទីមកបាទឥឡូវបាល់ជ្រុងលើកដំបងបាទបាល់ជ្រុងលើកដំបងរបស់ថៃបាទនិយាយលេងទេបាទអធិស្ឋានផងបងប្អូនបាទ
មិនតន់ឃើញមានសកម្មភាពទេចេះតែនិយាយលេងជាមួយបងប្អូនបាទកុំឲ្យអបសុកឥឡូវនេះបាល់ជ្រុលលើដំបងរបស់ក្រុមជម្រើសជាតិថៃលើកចូលមកខាងក្នុងឱកាសរបស់ថៃតែកន្លែងនេះតែទើជាមួយនឹងខ្សែការពាររបស់ទីមកលេងជាបន្តបញ្ជូនមកស្លាប់ខាងស្ដាំបាទលោកអញ្ញាកណាផ្លុំកញ្ចែពីនៃហើយបាទកីឡាកររបស់ក្រុមជម្រើសជាតិទីមកបាទគឺ Giovanio Angelo da Costa Macal Alberto បាទពាក់ជើងជាមួយនឹងកីឡាកររបស់ថៃបាទតាំពីស៊ីតបាទមិនអីទេបាទឈ្មោះរៀងវែងបាទអានដបងអានឲ្យបងប្អូនបានទស្សនាឲ្យស្ដាប់សិនហើយពេលបន្ទាប់មកស្គាល់ហើយក៏អានឈ្មោះកាត់ខ្លីៗតែម្ដងបាទបាញ់មិញនេះគឺលោក Dagamalima បាទគឺកំពុងតែបាទទស្សនាការប្រកួតរបស់កូនចៅបាទមើលទៅប្លង់លេងដែលរៀបនោះគឺលេងមិនទាន់ត្រូវចិត្តបាទព្រោះអីរៀបចំឲ្យហើយបាទមិនទាន់ត្រូវចិត្តអញ្ចឹងក៏បាទឈរមើលសិនបាទឱកាសបាល់ free kick នៅមុខតំបន់គ្រោះថ្នាក់របស់ក្រុមជម្រើសជាតិទីមកបាទថៃយាជើងហើយបាទឈរ style idol គាត់មកនេះបាទ style Cristiano Ronaldo មកឈរជ្រែងអញ្ចឹងបាទទៅមើលសុទ្ធផុតបាទប្រាស់ឬក៏សុទ្ធផុតទីឱកាសរបស់ក្រុមជម្រើសជាតិថៃអូយផុតប្រាស់ហើយក៏ផុតទីទៀតបាទមានឱកាសសុទ្ធហើយបានមកជើងទៅលើទីរបស់ទីមកហើយបាទកីឡាករលេខ10របស់ថៃបាទកូរ៉ាវិកតាហ្សាបាទកូរ៉ាវិកបាទកើតនៅក្នុងឆ្នាំ2000បាទ19ឆ្នាំបាទកើតនៅសហសវត្សឆ្នាំ2000តែម្ដងបាទលេខតំណែងប្រយុទ្ធទេបាទកូរ៉ាវិកបាទសិល្បៈនៅលើដៃបាទសាក់ពេញដៃទេម្ដងបាទបោះឡើងមកខាងលើបាទប្រឡែងបាល់ចេញពីខ្សែការពាររបស់ទីមកបាទនេះខ្សែការពារសក់បាទសំពងបាទលេខ19បាទមានល្អិតបាទសក់គាត់បាទមើលទៅមកផ្លែតស្តៀងម៉ាសេឡូរបស់រៀលម៉ាឌ្រីតបាទលេងស្លាប់ឲ្យមៀតទូចឹងបាទគឺកីឡាករបាទ Feliciano បាទ Pinheiro Goncalves បាទគូបញ្ជាក់ផងដែរថាបាទក្រុមជម្រើសជាតិថៃបានធ្វើដំណើរមកដល់ទឹកដីកម្ពុជាបាទនៅក្នុងថ្ងៃទី15បាទម៉ោង3រសៀលគណៈដែលទីមកបាទមកដល់ថ្ងៃ15បាទគឺម៉ោង7ព្រឹកបាទម៉ោងថ្ងៃទី15ស្តៀងគ្នាទាំងអស់បាទខុសតែម៉ោងទេបាទ7ព្រឹកមានម៉ោង3ម៉ោង5ល្ងាច8យប់9ព្រឹកបាទក្រុមជម្រើសជាតិមួយចំនួនហ្នឹងបាទគឺចែកគ្នាមកបាទថ្ងៃ15គឺមកដល់ដូចគ្នាតែម្ដងបាទប្រកួតបាល់ឆារបស់ថៃបាទគឺប៉ះទី1ប្រកួតទី2ប៉ះជាមួយហ្វីលីពីនម៉ោង3ប្រកួតទី3របស់ខ្លួនគឺប៉ះវៀតណាមម៉ោង3បាទដូច្នេះថៃលេងបានតែបាទល្ងាចយប់នេះបានតែមកប្រកួតទេបាទក្រៅពីហ្នឹងគឺលេងពេលថ្ងៃម៉ោង3:30នាទីពេញតែម្ដងបាទទាត់ស្ដេមឃើញថាមិនទាន់មានសាច់បាល់លេងឲ្យត្រជាក់ភ្នែកនៅឡើយបាទឲ្យជក់ភ្នែកនៅឡើយទេបាទថាទៅមកគឺមិនទាន់ត្រូវប្លង់បាទបញ្ជូនឱកាសរបស់ទីមកបោះមកក៏មិនផុតពីខ្សែការពារថៃបាទថៃក៏ការពារបានល្អបាទបញ្ជូនមកខាងក្រោយវិញសិនបាទរៀបចំប្លង់លេងសារជាថ្មីពីក្រុមបាទដំរីសឹកបាទថៃបាទក្រុមរហ័សនាមដំរីបោះឡើងមកខាងលើឱកាសរបស់ថៃតែឃ្លាចេញដោយខ្សែការពាររបស់ក្រុមជម្រើសជាតិទីមកបាទមុននឹងការប្រកួតចាប់ផ្ដើមបាទនៅក្នុងសន្និសីទបាទលោក Alexander បាទ Dreda da Gamalima បាទគ្រូបង្វឹករបស់ថៃបាននិយាយថាបាទពិតជាសប្បាយចិត្តដែលបានមកចូលរួមព្រឹត្តិការណ៍នេះព្រោះអីគឺពិតជាសារៈសំខាន់បាទដែលបាទថៃបានមកចូលរួមជាពិសេសគឺបានអភិវឌ្ឍបាទសមត្ថភាពរបស់កីឡាករក្មេងៗហើយមួយទៀតបាទថៃនឹងប្រឹងអស់ពីសមត្ថភាពដើម្បីបាទអ្នកគ្រប់គ្រងនៅក្នុងប្រទេសថៃហើយនឹងយកការប្រកួតនេះធ្វើជាការធ្វើតេស្តសមត្ថភាពកីឡាករផងដែរបាទដែលឡៃគ្រូបង្វឹកជប៉ុនបាទដែលដឹកនាំក្រុមជម្រើសជាតិទីមកនោះបាទក៏បានលើកឡើងថាក្រុមគោលដៅរបស់ទីមកដែលលេងពៀននៅឆ្នាំនេះគឺបាទចំពោះទឹកដំណើរទៅកាន់ SEA Games ដែលនៅធ្វើឡើងនៅប្រទេសហ្វីលីពីនបាទគឺយកកីឡាករមកដើម្បីធ្វើតេស្តបាទនេះតកិច្ចគ្នាបន្តិចបាទហើយកីឡាករខ្លះក៏មានបទពិសោធន៍បាទពី Suzuki Cup កីឡាករខ្លះបាទក៏មានបទពិសោធន៍ពីនេះគឺជាទុនមួយសម្រាប់បាទទៅការប្រកួតបាទ SEA Games ដែលធ្វើឡើងនៅប្រទេសហ្វីលីពីនបាទនេះគឺជាសម្ដីរបស់គ្រូបង្វឹកទីមកបាទគឺពិតជាសំខាន់ណាស់បាទថ្ងៃនេះបាទអញ្ចឹងបានគ្រប់ក្រុមខ្លះបាទកីឡាករក្មេងៗបាទដើម្បីយកដកស្រង់បទពិសោធន៍ដូចហ្វីលីពីនហើយជាម្ចាស់ផ្ទះមាញ់មិញបាទទីច្រើនថាជាសិស្សនិស្សិតនៅសាកលវិទ្យាល័យបាទមិនសូវជាមានធនធានច្រើនបាទហើយក៏បាទមានប៉ុណ្ណឹងក៏ល្អដែរបាទនេះគឺជាទុនមួយសម្រាប់អភិវឌ្ឍបាទការប្រកួតនេះបាទមានទៅមានមកបាទមានទៅមានមកដែរប៉ុន្តែបាទមើលទៅបាទ
អត់ដូចប្រកួតមុនទេបាទដែលវៀតណាមមានព្រៀបទៅលើបាទហ្វីលីពីនសឹងតែពាក់កដាលតារាងហើយបាទស្ទើរតែមកតង់ពេញដំបូងតែគូនេះបាទគឺអត់ទេបាទថៃព្យាយាមដែរប៉ុន្តែបាទក៏ខ្លាចដាច់មាត់មកវិញផងដែរដោយសារអីបាទខាងទីម៉ោបាទគឺសបោដែលកូនកាត់ហ្នឹងបាទគឺលឿនបាទលឿនមែនតើជាពិសេសទីម៉ោគឺទុកខ្សែប្រយុទ្ធមួយរូបបាទដែលជាប្រធានក្រុមបាទរូប Fino Walter Gama បាទគឺទុកនៅតំបន់ប្រយុទ្ធនៅខាងលើបាទចាំរត់ឥឡូវនេះថៃលេងបាល់បោះលឿនតន់ឬមិនតន់អត់តន់ទេបាទលេខ10បាទកូរ៉ាវិចអត់ទៅអត់តន់ទេបាទផ្ដាច់បាល់ចេញនៅខ្សែការពាររបស់ទីម៉ោនេះចាប់មុខគាត់ហើយបាទបាទខ្សែការពារនេះរៀងមុខគាត់បាទសំនឹងវ័យក្មេងបាទអត់ដូចអ្នកចាំទីបាញ់មិញបាទធ្វើម៉េចបើធម្មជាតិមុខមកអញ្ចឹងមកទៅបន្ទោសធម្មជាតិមិនកើតទេបាទហើយក៏ប្រហែលថ្ងៃនេះបាទឃើញថាមានប្រិយមិត្តបាទនៅតាមបណ្ដាញសង្គមក៏បានបង្ហោះរូបបាទខ្សែកីឡាករបាទរបស់ក្រុមជម្រើសជាតិឥណ្ឌូផងដែរបាទឥណ្ឌូនេស៊ីបាទថាបាទសំតលេខអ៊ុយ16បាទមិនសមតលេខអ៊ុយ22បាទឃើញប្រហែលថ្ងៃនេះបាទលេខ11បាទមិនបង្ខំទេបាទសម្រាប់ក្រុមជម្រើសជាតិថៃចុចមកខាងលើទៅមិនផុតបាល់ជាប់ជើងថៃតែឃ្លៀចេញពីខ្សែការពាររបស់បាទទីម៉ោតែមកវិញបាទឃ្លៀមួយជើងឡើងមកខាងលើបាទបោះមកខ្លីៗឲ្យប្រធានក្រុមបាទ13នាទី14នាទីហើយឃើញថាមិនទាន់មានការសុទ្ធអន target នៅឡើយទេបាទសម្រាប់ក្រុមទាំងពីរអូយអ្នកចាំទីលោតមកចាប់បាទតកិច្ចគ្នាជាមួយនឹងកីឡាកររបស់ថៃបាទគាត់ព្យាយាមទៅរារាំងបាទយ៉ាងម៉េចដែរអូយបាទទប់មាត់ហើយបាទមានរបួសទេឬយ៉ាងណាបាទទប់មាត់មួយសិននេះរូបភាពយឺតបាទរត់ទៅអ្នកចាំទីក៏លោតចាប់បាត់អូយមកចង្គង់ក៏ផ្លូវបាទទៅជាមួយគ្នាទាំងព្រមតែម្ដងបាទចរិនស័កបាទយ៉ាងម៉េចទៅហើយបាទចរិនស័កវងកនហើយជាមួយនឹងអ្នកចាំទីបាទលេខ1បាទគឺ Alderito Raul Fernandez បាទយ៉ាងម៉េចហើយបាទក៏ផ្លូវគាត់បាទទៅកិច្ចជាមួយនឹងមុខបាទហើយមាត់របស់ចរិនស័កបាទអត់អីបាទងើបមកវិញបានអត់អីទេនេះរូបភាពសារថ្មីបាទនេះបុចអូយបាទមកចង្គង់នេះបាទបរៀនគុណខ្មែរទៀតបាទកីឡាករទីម៉ោបាទមកចង្គង់មិញបាទភ្លឹងហើយបាទស្លាប់ទៅឆឹងតែម្ដងតែមិនអីទេបាទនេះមិនមែនជាចេតនាទេបាទអចេតនាទេបាទគឺតកិច្ចគ្នាគឺតែងតែមានបាទនៅក្នុងការប្រកួតបាល់ទាត់អូរបួសមាត់បាត់ទៅហើយបាទចរិនស័កបាទនោះបាទរបួសមាត់ហើយបាទចាំមើលបាទអាចលេងបានទៀតទេឬយ៉ាងណាបាទមានបញ្ហារបួសមាត់បាត់ហើយបាទរបួសធំឬក៏តូចបាទបើរបួសធំมันអាចលេងបានទេតែបើរបួសតូចប្រហែលជាលេងបានតទៀតបាទនោះក្រុមគ្រូពេទ្យរត់ទៅហើយបាទរត់ទៅហើយគ្រូពេទ្យរត់ទៅសិនបាទកំពុងតែពិភាក្សាគ្នាបាទសួរមាត់យ៉ាងម៉េចហើយគាត់អត់ទាន់និយាយទេបាទព្រួយដាក់តកកស្អំមាត់សិនអត់ទាន់ហ៊ាននិយាយអីទេបាទកៅឆាយតាំងព្រលឹមបាត់ហើយបាទត្រឹមតែ15នាទីបាទកៅឆាយហើយបាទគណៈដែលអ្នកចាំទីរបស់បាទទីម៉ោក៏បានចូលមកវិញផងដែរបាទគឺមិនមានបញ្ហាទេបាទ15នាទីក៏បានបាទបញ្ចប់ទៅហើយបាទឥឡូវឈានចូលដល់នាទីទី16ហើយឃើញថាការប្រកួតនៅតែលទ្ធផលបាទ0-0 និង0ដដែលគឺមិនទាន់មានលទ្ធផលប្រែប្រួលទេគណៈដែលអ្នកចាំទីរបស់ទីម៉ោដាក់បាល់បាទអស់ឡើងមកចង់ពាក់កដាលតារាងហើយឃ្លៀមួយជើងឡើងមកខាងលើបាទទុកបាល់ជាប់ក៏ឡុងផ្ដាច់មកបាទតាក់ដួលលោកអញ្ញាកណាលក៏ផ្លុំកញ្ចាយពីនៃបាទអានុនសាមកនបាទកិច្ចជាមួយលេខ14របស់ទីម៉ោបាទគឺកីឡាករបាទកូណាលីសណាហាក់បាទប៉តេឡាបាទណនគាត់ទុកបាល់ជ្រុលហើយគាត់ទៅអត្តយកបាល់បាទក៏មិនមានចេតនាទេបាទលើកអញ្ញាកដាលលើកទង់ offside បាទគ្រាន់តែចាប់ផ្ដើមបានមកសបកក៏មានកីឡាកររបួស
តែបញ្ហារបួសមាត់អីអត់សូវបញ្ហាអីទេបាទកុំឲ្យតែរបួសជើងរបួសដៃអីព្រោះថាការរបួសជើងរបួសដៃក្រិចជើងគឺពិបាកបន្តការប្រកួតទៀតណាបែរវាយបកបញ្ជូនរំខានបានដូចគ្នាទេទៅម្សាទៀតទាញបែរមកកន្លែងនេះខាងទីមរត់មកឆាប់តន់លឿនមែនតែនអីយ៉ាលេខសោចមុខទីខ្លួនឯងឱកាសចេញទៅស្លាប់ខាងឆ្វេងពីសំណាក់ក្រុមជម្រើសជាតិថៃបាទទាញតែខ្លួនយូរពេកទីមចោះមកជួយតន់បិទចិត្តតាមដងអស់រលីងតែម្ដងទីមឆាប់បានវាបកទៅវិញចេញពីស្លាប់ខាងស្ដាំបញ្ជូនមកចន្លោះស្អាតមែនតែនតែត្រូវកីឡាករថៃមកឆាប់បានលឿនដូចគ្នាបាទលឿនទៅលឿនមកបាទលោកអញ្ញាកណ្ដាពីណីខាងថៃបាទនេះគ្រូបង្វឹកជនជាតិប្រេស៊ីលរបស់ថៃបាទលោកលីម៉ាហើយខាងទីមកមិនណយដែរបាទគ្រូបង្វឹកគឺជនជាតិជប៉ុនបាទដូចខ្មែរដូចក្រុមជំនឿជាតិយើងដែរបាទមានបញ្ហារបួសរៀងអង្អែបន្តិចបាទធ្វើមកជីបអូកីឡាករលេខ18ដាកូស្តាបាទហៅថាអតៈដូចគ្នាខាងគ្រូពេទ្យកំពុងតែជួយសម្រួលមកជួយសម្រួលហើយអាចនឹងបាញ់ស្ប្រាយបង្កាត់បន្ថយការឈឺចាប់ព្រោះស្ប្រាយតិចបាញ់គឺបន្ថយការឈឺចាប់បានលឿនតែក្រោយពីការលេងអាចហើមដែរបាទអ្នកចាំទីបាទមុខចាស់អាយុតិចខាងទីមកំពុងបក់ដៃឡើងខាងលើបាទ Fernandez Raúl Fernandez បាទឈ្មោះគាត់ដោយអេស្ប៉ាញដែរតែមកកន្លែងនេះឆ្កឹះទៅមួយសាទៀតចែកបាត់ប្រាំងខ្លួនឯងដែរតែបើប៉ះដៃបាត់ហើយបាទនេះបែកមាត់បន្តិចតែអត់បញ្ហា no problem បាទតតស្មាននេះស្រួលមែនតើបាទរត់មិនសូវហត់ទេកម្លាំងពេញតែម្ដងអូលីវ៉ាខាងថៃដួលហើយបាទមកដល់ដៃអ្នកចាំទីខាងថៃវិញបាទគឺណារីឆាន់កូរ៉ាផាតណារីឆាន់បាទតទៅកដាលតែត្រឡប់មកវិញចុកខ្សែការពារខាងថៃអាយុក្រោម22ឆ្នាំប្រធានក្រុមទាត់មួយជើងដាច់ឡើងមកខាងលើបានមកដល់កីឡាករលេខ13បាទលេងមុតសក់ងាយស្រួលចំណាំបាទវងក្រូនបាទវងក្រូនហ្នឹងគាត់ដាក់សក់មកលឿងស្អាតមិនចាញ់ខាងទីមដែរបាទទីមសក់ស្អាតដូចគ្នាលេខ19គឺកីឡាករកុងខាវ៉េសកុងខាវ៉េសគាត់សក់លេងសក់មកស្ទាយបែបគាត់ដោយដែលលោកនាយធីគាត់និយាយអញ្ចឹងស្តៀងម៉ាសេឡូដែរមិនសូវលើកគ្នាប្រហែលទេភាគរយបាត់ឆ្កឹះអត់ផុតតែខាងទីមកឡើងមកមួយឥឡូវបាយជាប់ខាងថៃឡែនកាត់មកឲ្យស្លាប់ស្ដាំបាទសាមាខនលើកចូលក្នុងតែដល់ខ្សែការពារតែអ្នកចាំទីមកក្បែរហ្នឹងក៏ហក់ចេញសារ៉េខ្លួនមកចាប់បាល់យ៉ាងស្រួលបាទបាទអាយុ22ឆ្នាំបាទមុខចង់30ជាងតែត្រឡប់ទៅវិញដល់ខ្សែការពារតែធ្ងើយតែប្រឈិតហៅតែចរិតសក់បាទកីឡាករនេះខ្ពស់តែរៀងយឺតទាញចោះទាញឡើងទៅមួយរួចខាងទីមបាទមកដល់ខ្សែការពារបាត់ឃ្លាមិនដាច់ស្រួលមកវិញទៅខាងទីមចូលចិត្តកប់មែនតើខ្សែការពារខាងទីមស្លាយស្កាត់មួយលោកអញ្ញាកណ្ដាពីណីបាទជនជាតិមីយ៉ាន់ម៉ា
បាទយើងមកទស្សនាកន្លែងនេះដែលជាការ slide កាត់របស់កីឡាករលេខ26ខាង Thailand បាទកីឡាករផាត់ឆារ៉ាពលអ៊ីនតានីចូលខាង Thailand ដដែលលេងចេញពីស្លាបឆ្វេងពីច្រើនខាងថៃបាទលេងស្លាបឆ្វេងច្រើនគួរសមស្រូកន្លែងនេះតែទីម៉័រសល់ម្នាក់ទៀតជាអ្នករំខានតាន់ពេលវេលាបាទដោយកីឡាករលេខ6បាទកីឡាករអូលីវេរ៉ាចេញមកក្រោយហើយអ៊ីនថានីរុញមកដល់ខ្សែការពារជាបន្តទៀតផាត់ថានីរុញមកក្រោយទៅបុករុញមកក្រោយមកសាទៀតមកទាញមកក្រោយផុតឲ្យខ្សែការពារលេងស្លាប់ឆ្វេងតែបញ្ជូនអត់យល់ចិត្តគ្នាបាទនិយាយរួមគឺមិនយល់ចិត្តគ្នាបាទលោកដាហ្កាម៉ាលីម៉ាគ្រូបង្វឹកជនជាតិប្រេស៊ីលជំនួយការគាត់ក៏ប្រេស៊ីលបាទ fitness coach របស់គាត់ក៏ប្រេស៊ីលបាទហៅអ្នកកាយសម្បទានគឺយកមកឈុតតែម្ដងបាទតែខាងទីម៉័រវិញអត់ទេហៅ head coach បាទគឺជនជាតិជប៉ុនក្រៅពីនឹងជំនួយការ assistant អ្នកចាំទីបង្វឹកអ្នកចាំទីជំនួយការអីហ្នឹងគឺសុទ្ធតែទីម៉័រទាំងអស់បាទត្រៀមទាត់ចេញពីខ្សែការពារខាងទីម៉័រ24នាទីហើយទាត់រឿងស្រាលតែបាល់បានខ្លាំងខ្សែប្រយុទ្ធរបស់ទីម៉័ររឿងទៀបបាទខ្សែបំរើនឹងការពារខ្ពស់3ទល់2តែទម្លាក់បន្តិចទាត់មកជើងឃ្លៀឡើងមកខាងលើឥឡូវទៅវិញមួយសាទៀតហក់ធាក់យោបាទធាក់បាល់បានហាមធាក់មនុស្សបំប៉ោងកាត់មកស្ដាប់ខាងឆ្វេងឱកាសរបស់ទីម៉័រ1ទល់នឹង1លេង1 2ល្អមែនតើចាក់ចូលក្នុងតែដល់ខ្សែការពារខាងថៃមិនទាន់ផុតគ្រោះថ្នាក់ទេ1ទល់នឹង1ប្រើបាច់អីយ៉ាហុចដងឲ្យខាងទីម៉័រវិញបាទអត់លើកចូលក្នុងភាសាទៀតតែដល់ខ្សែការពារថៃក៏មិនទាន់ផុតដែរវ៉ូឡេមកជើងស្ដាំបាញ់ចាប់ឡើងខាងលើបាត់ហើយបាទដោយបុរសសក់ស្អាតបាទបុរសសក់ស្អាតខាងទីម៉័រគឺអាសាបានលេងច្រើនណាស់បាទកីឡាកររូបនេះហើយបាយចប់កីឡាករថៃផាត់និធីបាទរុញមកក្រោយហើយផាត់និធីមួយសាទៀតមកដល់លេខ10ដែលមានកម្ពស់ខ្ពស់តាសាទាញមួយទៀតស្រូមិនអោបសាយទេឱកាសរបស់ថៃទៅខ្សែការពារមិនបានចូលទេល្អមែនទែនខ្សែការពារខាងទីម៉័រចុចទៅឲ្យខ្សែយុទ្ធខាងនោះតែចំណិតមិនតិចបាទស្រាលមែនទែនគួរឲ្យសោកស្ដាយឱកាសមាសឱកាសប្រាក់របស់ជំនឿជាតិអាយុក្រោម22ឆ្នាំថៃបានរំលងផុតទៅបាត់តែងខ្លួនយូរពេកហើយកីឡាករលេខ24របស់ថៃបាទគឺកីឡាករបាទលេខ24គឺគុនកាឡាម៉ូពួកគាត់គឺឋានពិសិដ្ឋគុនកាឡាម៉ូបាល់ free kick បានមកខាងទីម៉័របាទគឺនិយាយរួមគឺកីឡាករទីម៉័រមកគាត់គឺមិនលើសគ្នាប្រហែលទេបាទចំណាស់ដូចគ្នាតែអាយុគាត់របស់អាយុគឺ22 21ដូចគ្នាទេពេលខ្លះគឺហាត់ច្រើននឿយឬក៏គេហៅថាមុខគាត់គឺចាស់ជាអាយុចឹងហ្មងបាទខាងថៃអត់ទេមុខសមអាយុខាងវៀតណាមខាងហ្វីលីពីននេះគឺមុខក្មេងៗទេបាទតោះចេញពីអ្នកចាំទីខាងថៃតែភ្ងើយឡើងមកខាងលើទូចមែនតែបកែត្បល់បកែដេញបាទខាងទីម៉័របាទផ្លាត់ខ្លួនឯងជន់បាល់
ឆ្កឹះក៏មិនផុតខាងថៃបាទលេខ26ឆាន់ឆៃស៊ីតបាទនេះគ្រូរបស់ខាងទីមជនជាតិជប៉ុនបាទសង្ស័យថាគាត់ប្រុងចេញក្រៅថាច់ឡាញមកកន្លែងគ្រូបង្វឹកអញ្ចឹងខាងជំនួយការអាជ្ញាកណ្ដាលក៏សម្រួលកុំឲ្យចេញក្រៅលើសពីបន្ទាត់ដែលហាមឃាត់បាទតែមួយទៀតតែទម្លាក់មួយទៀតតែខាងទីមមកឆាប់បានបាទតែបញ្ជូនតែម្ដងតែត្រឡប់មកវិញមិនក្រោម 4-5 ក្បាលទេឆាប់បាននៅខាងទីមបាទចុចទៅឲ្យស្លាប់ស្ដាំវីហ្គាចាក់ចូលក្នុងទើសជើងប្រធានក្រុមថៃបាទចេញទៅខាងក្រៅបាទចំណេញបានបាទជ្រុងបានមួយផ្លែតសោះនាទីឈានចូលដល់ទី28ហើយបាទលឿនមែនតើបាទសិលកុំភ្លេចស្អែកមាន2គូបាទក្នុងនោះក្រុមជំនឿជាតិកម្ពុជាគឺតតម៉ោង6កន្លះនេះបាទពូ B ថ្ងៃនេះពូ A ស្អែកពូ B បាទចាក់ចូលក្នុងតុបមួយអត់មានឱកាសបកស៊ីហ្សូទេលើកចូលក្នុងតែកន្លែងនេះតែចាក់តុងនៅខាងខ្សែការពារថៃតែបាល់ជ្រុងនៅតែបានខាងទីមដដែលបាទអ៊ីនតានីមិញក៏តែតបថុយមែនតើបាទកន្លះក៏ផាត់ឆារ៉ាពុលអ៊ីនតានីចុចទៅភាសាទៀតលើកនេះបានឆ្ងាយតែងើយទប់មួយអីយ៉ាស់ឡងមកទប់ចំខ្មងជើងចាក់ចូលក្នុងមិនអបសាយទេអបសាយដោយកីឡាករលេខ7 Raffino Water Gama មិនលើសគ្នាទេសាច់បាល់ក្រុមទាំងពីរមកលោកអញ្ញាកណ្ដាលពីនៃហើយបាទទស្សនិកជនអាចទៅទស្សនាផ្ទាល់បាននៅកីឡដ្ឋានជាតិអូឡ িম্প ិកដែលតម្លៃសម្បត្តិគឺខាងវាល 5000 បាទខាងម្លប់ 10000តែបើថាអត់ទស្សនាផ្ទាល់ទេអាចទស្សនាតាមកញ្ចក់ទូរទស្សន៍ My TV បាទផ្សាយកម្រិត HD ឱកាសបានមកខាង Thailand លេងនៅស្លាប់បញ្ជូនមកចន្លោះល្អមែនតើបាទនៅឆ្ដេមខាងទីមគាត់ប្រកែក៏ជាកញ្ចុំលើកចូលក្នុងមួយសាទៀតអស់ហើយឡងតែតហើយបាត់ចែកមកក្រោយតិចសិនក៏បិឆោតរុញក្បែរគ្នាផ្លត់ដូចគ្នាបាននិយាយទៅកីឡាករលេខ19ខាងទីមហ្នឹងខើវិសាអ្នកបាត់បងថាល្អឯងមែនតើមកទៅណាក៏ឃើញដែរល្អឯងនេះវិសាបាត់បងថាអាសាបាទ free kick បានមកខាងទីមបានចុចមកស្រាលតែអត់ផុតខ្សែការពារថៃជាប់ខាងទីមដដែលជ្រែកគេថាអូជ្រែកគឺមិនរួចដូចគ្នាអើយយយបដោះស្រូបាទផុតបើផាផុតមិញហ្នឹងគឺឱកាសអូសយកបាល់ទៅសុទ្ធបាត់ទៀតហើយជាយឹមជ្រុំយកជើងទាញបាល់បានមែនតើអូហ្វសាយបាទ
offside កីឡាករលេខ8គឺ Musino Barreto de Lima អបសាយច្រើនក្នុងវគ្គទី1ក្រុមទាំងពីរនេះបាទកន្លែងបាល់អបសាយមើលមើលបាទបាទអបសាយបន្តិចបាទតែកន្លែងនេះចង់បះដាច់ផ្ងាខ្លួនឯងដែរទៅមួយសារទៀតស្រូតែមានម្នាក់ឯងទេទាញមកក្រោយលើកជើងឆ្វេងបកស៊ីសូអូមកជើងកដាក្បាលខាងខ្សែការពារទីមួបាទ7ពេកបាត់ហើយអូយចំបរោះសក់ស្អាតយើងទៀតបាទយ៉ាងម៉េចឲ្យចេះដូចជាអត់មានឈាមអីទេបាទតែអាចនឹងពកបន្តិចបាទឥឡូវយើងមកកាប់បកស៊ីសូបាទអូយដូចជាចំថ្ងាស់បានច្រើនជាងអត់អីទេប្រឆាំបន្តិចបាទនេះហើយបាទអុយ22ដល់ពេលខាងហ្នឹងយើងក្តៅបាទពេលសបល់កីឡាករមួយគឺសង្គមដូចខាងកម្ពុជាអញ្ចឹងអត់តមានកូនកាត់បាទទីម៉ទៀតមានកូនកាត់ចិនអីហ្នឹងគឺមានសែនចិនអីដែរបាទតត់មួយជើងឡើងមកខាងលើអីចាមួយទៅមួយយើងខ្សែការពារថៃម្នាក់ឯងពិបាកបង្កើតឱកាសបន្តិចហើយមានរៀងល្អិតផងបាទថៃមកក្រោយល្អអត់មានឡង់បាយសុទ្ធទេកំពុងតែទាញរកអេឡង់ចុចខាងលើទឹកខ្សែការពារថៃអីយ៉ាបាទលើនេះរៀងស្ទាក់ស្ទើរតែបន្តិចបាទអត់ហ៊ានតែដាក់ក្បាលមួយសារទៀតខែលោកខាងនោះបកមកជើងមកលើនេះហើយលេងអីគឺពកមកមិនពកក៏មានស្នាមបាយដែរបាទសូមកុំភ្លេចស្អែកមាន2គ្រូដដែលក្នុងពូល A ហើយខាងកម្ពុជាហ្នឹងគឺនឹងធ្វើការផ្សាយផ្ទាល់ដូចគ្នាបាទវេលាម៉ោង6មហាត់ប៊ី6:30 នាទីគឺ kick off 6:10 ចាប់ផ្ដើមចូលផ្សាយតាមកញ្ចក់ទូរទស្សន៍ My TV ហើយបាទស្អែកគូនៅក្នុងពូល B គឺម៉ោង 3:35 ហ្នឹងគឺភូមាជាមួយឥណ្ឌូនេស៊ីនិងគូទី2ខាងកម្ពុជាជាមួយនឹងម៉ាឡេស៊ីបាទតុបមួយតែប្រឆិតបន្តិចមានម្នាក់ឯងមាន2នាក់រត់មកគ្រប់ត្រស្រូប្រើល្បឿនសុទ្ធទាញដួលបាត់លោកអញ្ញាកដាពិន័យអាចកាតបាទកន្លែងនេះទាញកីឡាករសក់ស្អាតពណ៌លឿងលេខ13ខាងថៃបាទចារងស័កមកនេះចារងស័កតែមានបញ្ហាបែកមាត់បន្តិចនៅដើមតង់នាទី35ចូល36បានមុខស្អាតមែនតើមកកីឡាករលេខ10គិតទីពងបាទអូទៅហើយខាងទី1-1សុទ្ធឆ្វេងតែស្រាលពេកបាទអូយបាទបើបញ្ជូនកាត់ទៅខាងនោះទៅឱកាសមាសឱកាសប្រាក់ទី1ក៏ល្អដែរនេះបាទអនថាហ្គេតមិនស្អាតតែអស់ឲ្យឡងសុទ្ធបន្តិចអត់អីទេបាទនៅមានពេលឱកាសក្រោយជួបបន្តទៀតទាញមកក្រោយបាទឆ្កឹះមកស្លាប់ស្ដាំ
ដេញតាមប្រេះខ្លាំងដែរបាទខាងទីមួឆាបបានឥឡូវទៀតហើយបាទលោកអញ្ញាកដាពីណីបាទពីណីខាងទីមួហើយយ៉ាបញ្ជូនប្លន់3ស្មើស្រូទៅស្លាប់ស្ដាំទៅហើយចាក់ចូលក្នុងបាល់ទៀមទាឡងប៉ះដៃលោកអញ្ញាកដាមិនពីណីទេអាយ៉ាអូយតែខ្លួនយូរពេកត្រូវទីមួយឆាបបានតែអ្នកឆាបនោះមកជើងកណ្ដាលពោះបាទស្រែកលឺខ្លាំងមែនតើមកចំមែនតើណានេះគាត់ចេះប្រឹងទប់ផងបើថាមិនបានប្រឹងទប់ស្គួរទេចុកខ្លាំងជាងនេះទៀតបាទមើលមុខអត់ដឹងថាឈឺប៉ុណ្ណានេះមកជើងកន្លែងនេះបាត់សល់តែប្រហែលនាទីទៀតទេគឺសល់4នាទីទៅ5នាទីទៀតគឺឈានចូលដល់ម៉ោងបន្ថែមនៅក្នុងវគ្គទី1នេះហើយបាទឥឡូវនេះឈានចូលមកដល់នាទីទី38បាទឃើញថាឥឡូវឱកាស free kick គឺបានទៅខាងក្រុមទី1បាទបាញ់មិញបាទកីឡាករទី1គឺបដូរតែម្ដងបាទអ្វីដែលគួរឲ្យសោកស្ដាយនោះបាទគឺស្ទើរតែមានឱកាសណារកបាននាំមុខក្រុមថៃមកគ្របទៅមុខមកគ្របហើយបាទតែកីឡាករទី1មួយរូបបាទគាត់អត់ព្រមបញ្ជូនបាទគាត់ជឿជាក់ខ្លួនឯងសុទ្ធបាទហើយសុទ្ធក៏ត្រូវអ្នកចាំទីរបស់ថៃបាទគឺសង្គ្រោះបាល់បានកូរ៉ាផាត់ឥឡូវនេះឱកាសជាបន្តរបស់ទីមកលើកមកប៉ះជាមួយនឹងខ្សែការពាររបស់ថៃទៅគេអូយបដូរទេពាំងមួយទល់នឹងមួយទៅរួចទៀតបាល់ជាប់ជើងទីមកបាល់ជាប់ជើងទីមកគប់មកខាងក្រោយប៉ុន្តែទៅមុខមិនរួចទេបាទកីឡាករលេខ16បាទរបស់ថៃបាទគឺខ្ពស់មែនទែនបាទគឺអានុនសាមកនបាទកីឡាករទីមកបាទគឺមានទូជាងបាទអញ្ចឹងពិបាកពាំងបាទបាល់ជាប់ជើងទីមកបាទលើកចូលមកខាងក្នុងតែរៀងជ្រុលបន្តិចតែចេញនៅខ្សែការពាររបស់ថៃតាន់ឬមិនតាន់អត់តាន់ទេបាទសំប៉ាន់កេស៊ីបាទឃើញថាមានការសម្រុកទៅសម្រុកមកដូចគ្នាបាទទាំងថៃទាំងទីមកបាទមិនតាន់យល់ពីសមត្ថភាពគ្នាច្បាស់ដូច្នេះបាទមិនសូវជាហ៊ានដូចគ្នាបាទទាំងថៃបាទក៏ប្រយុទ្ធក៏មិនសូវជាហ៊ានប្រយុទ្ធបាទទីមកបាទបានបោលបាទក៏បាទលឿនឥឡូវនេះឱកាសរបស់ថៃទៅហើយឱកាសរបស់ថៃបាទកូរ៉ាវិកមួយទល់នឹងមួយកូរ៉ាវិកទៅអត់រួចទេបាទតែម្នាក់ឯងអត់មានអ្នកណាគេបាទចាំជួយពីខាងក្រោយបាទញាក់ទៅមិនផុតទេបាទខ្សែការពារទីមកបាទគឺបាទច្បាស់មែនតើបាទមួយទល់នឹងមួយបាទញាក់គាត់មិនផុតទេឥឡូវនេះបានបរោជើងទីមកជាបន្តបាទបោះមកស្លាប់ខាងស្ដាំទៅហើយលេខ11ទៅហើយលេខ11របស់ទីមកទៅហើយចំណឹងរកគ្នាអស់មកខាងក្នុងឆ្កឹះមកអត់មានអ្នកណាលីងបាទបញ្ជូនខុសឥឡូវបាល់ជាប់ជើងថៃវិញបោះឡើងមកល្អមែនទែនឱកាសរបស់ថៃឡុងមកជើងមកស្លាប់ខាងស្ដាំឲ្យបាទកូរ៉ាវិកតែកូរ៉ាវិកអត់ទេអូយ៉ូយបាទផ្ដាច់មកជើងចេញពីខ្សែការពារទីមកតែបាល់ជាប់ជើងថៃបាទថៃបន្តគ្រប់គ្រងបាល់1 2អត់ត្រូវគ្នាទៀតបាទលេងហាក់ដូចជាមិនទាន់យល់ចិត្តគ្នាទេបាទសម្រាប់ក្រុមជម្រើសជាតិថៃឥឡូវនេះបាល់មកដល់មុខទីថៃទីមកព្យាយាមបាទព្យាយាមតើអីយ៉ូយបាទអីយ៉ូយបញ្ជូនមកក្រោយសិនបាទបោះមកកណ្ដាលឱកាសទីមកឡុងមកខាងលើប៉ុន្តែអត់ត្រូវទេបាទបាល់ជាប់ថៃបាទថៃចាប់ដើមលេងមួយសិនមករៀបប្លង់លេងវិញសិនបាទចង់បែកប្លង់លេងហើយបាទសម្រាប់ក្រុមជម្រើសជាតិថៃបាទសម្រាប់ខ្លាំងពេកបាទចង់ខុសបាទខុសកន្លែងលេងបាទខុសកន្លែងនៃឈរតែយ៉ាងណាលើបាល់មកដល់ជើងអ្នកចាំទីរបស់ទីមកបាទ Alderito Raúl Fernández នេះកាមេរ៉ាចាប់យកមុខគាត់ទៀតណាបាទខាងបច្ចេកទេសយើងមកបាទស្រឡាញ់អ្នកចាំទីមកបាទបិចយកតែមុខរបស់គាត់ហ្នឹងបាទលេងជាបន្តបាទក៏ឃ្លៀបាល់ចេញពីខ្សែការពារបាទកីឡាករលេខ11របស់ទីមកបាទមានទូចបាទ Gelvanio Angelo da Costa Mascal Alberto បាទឈ្មោះវែងណាបាទអ្នកទីមកឥឡូវនេះបានមកដល់ជើងទីមកលើកចូលមកខាងក្នុងអ្នកចាំទីក៏ចាប់ជាប់តែម្ដងបាទកូរ៉ាផាត់ណារច័ន្ទបាទកូរ៉ាផាត់ណារច័ន្ទបញ្ជូនបោះមកស្លាកខាងឆ្វេងល្អមែនតើបាទបោះមកស្លាកខាងឆ្វេង
បាទឆ្កឹះមួយទាញបាទលោកអញ្ញាកណ្ដាលមិនពីណីបាទដួលពីណីហើយបាទពីណីខាងទីមដួលម្ដងពីរតែម្ដងបាទសម្រាប់កីឡាករថៃបាទលោកអញ្ញាកណ្ដាលបាទតាន់ស៊ីនអ៊ូបាទសញ្ជាតិបាទមីយ៉ាន់ម៉ាបាទលោកអញ្ញាកណ្ដាលបក់ដៃទៅក្រោយបាទទៅក្រោយបាទ free kick ទេកុំនៅចិត្តពេកនេះទាញពីខាងក្រោយបោះរត់មួយលោកអញ្ញាកណ្ដាលមិនពីណីហើយក៏តាក់ពីខាងក្រោយលោកអញ្ញាកណ្ដាលពីណីតែម្ដងបាទពីណីខាងទីមបាទលេខ22បាទ Nelson Zameto Viegas បាទឱកាស free kick របស់ថៃបាទលើកចូលមកខាងក្នុងតែម្ដងឱកាសរបស់ថៃអីយ៉ាចង់វាយកាយតែវាយកាយមិនបានល្អបាទពី Korovic បាទ Korovic ថ្ងៃនេះគឺអត់ទាន់បញ្ចេញសមត្ថភាពអីបានទេបាទកីឡាករវ័យក្មេងបាទកើតឆ្នាំបាទ2000 Korovic Tasa បាទនេះឡងពីខាងក្រោយក៏ឡងមកជើងពីអ្នកចាំទីបាទកូរ៉ាផាត់ណារីចាន់បាល់ក៏ចេញទៅខាងក្រៅខណៈដែលគ្រូបង្វឹក Alexandre da Gamalima គឺឈរស្ងៀមនៅឡើយមិនទាន់បញ្ចេញសកម្មភាពអីឬក៏កាយវិការអីនៅឡើយទេបាទទៅលើកូនក្រុមបាទបោះមកជើងឡើងមកខាងលើបាទទប់ជាប់បាទលេងបាល់បោះវែងបាទឡងមកជើងឡើងមកខាងលើកូរ៉ាវិកទៅហើយមិនអោហ្សាយទេកូរ៉ាវិកតាន់ឬមិនតាន់កូរ៉ាវិកអូយអត់មានអ្នកណាគេនៅជួយគាត់ទេបាទកូរ៉ាវិកអស់ជំហររត់មាញ់វិញអស់ជើងហើយបាទគាត់នៅសល់ជើងរត់បាទប្រហែលជាល្អប៉ុន្តែគាត់អស់ហើយបាទអស់ហើយឡងហើយបាញ់មិញបាទសោកស្ដាយមែនតើបាទឱកាសល្អទៅហើយប៉ុន្តែធ្វើមិនបានបាទពិតជាសោកស្ដាយបោះមកស្លាប់ខាងឆ្វេងតាន់ឬមិនតាន់កាត់មកខាងក្នុងឱកាសរបស់កូរ៉ាវិកឆ្កឹះមួយសិនកូរ៉ាវិកកាត់មកខាងក្នុងឱកាសរបស់ថៃអូយច្ដេមបាទកូរ៉ាវិកមានឱកាសច្រើនប៉ុន្តែมันអាចបាទឆក់ទៅជាបាទក្របបាល់មាសរបស់ថៃបានឡើយបាទឱកាសបាល់ជ្រុងរបស់ក្រុមជម្រើសជាតិថៃបាទលើកចូលមកខាងក្នុងឱកាសរបស់ថៃនៅចុងវគ្គទី1តែចាប់ជាប់ដោយអ្នកចាំទី Aderito Raul Fernandez បាទចាប់ជាប់ហើយក៏អោបបាល់ឲ្យស្អិតតិចនេះលេងលឿនអីយ៉ាស់ឆ្កឹះមិនទាន់ផុតបាល់ជាប់ជើងកីឡាកររបស់ទីម៉ជាបន្តបាទឃ្លៀមួយជើងឡើងមកខាងលើឱកាសរបស់ទីម៉ទៅទៀតហើយចុងម៉ោងវគ្គទី1ឱកាសរបស់ទីម៉ដួលលោកអញ្ញាកណ្ដាលពីណីទេអត់ពីណីទេបាទហើយបានបាល់ជ្រុងទេបាទចាំមើលសិនដូចជាអត់ទេបាទដូចជាអត់បានបាល់ជ្រុងហើយក៏អត់បានបាល់ពីណីដែរបាទនេះរូបភាពយឺតសារជាថ្មីអូបាទរត់មកប៉ះបាល់ដូចគ្នាបាទប្រធានក្រុមរបស់ថៃជាមួយនឹងប្រធានក្រុមរបស់ទីម៉បាទសារិនកាន់ជាមួយនឹងកីឡាករលេខ7របស់ទីម៉បាទគឺ Rufino Walter Gama ឥឡូវនេះបាល់ដាច់មាត់របស់ថៃវិញម្ដងឱកាសរបស់ថៃឲ្យបញ្ជូនឬសុទ្ធមួយប៉ះដៃអត់ពីណីលេងជាបន្តលោកអញ្ញាកណ្ដាលអត់ពីណីទេបាទឱកាសរបស់ទីម៉ទៅហើយទាន់ឬមិនទាន់អត់ទាន់ដូចគ្នាអ្នកចាំទីឡើងមកទាន់ហើយលោកអញ្ញាកណ្ដាលក៏លើកម៉ោងបន្ថែមមក1នាទីនៅក្នុងវគ្គទី1នេះអូយចុងម៉ោងមានឱកាសដូចគ្នាបាទប៊ីសនឹងរកក្របបាល់បានដូចគ្នាប៉ុន្តែมันអាចមានឱកាសបំពង់សំណាញ់ទីទេបាទដូចគូមុនអញ្ចឹងបាទប្រហែលហើយបាទវគ្គទី1អត់មានក្របបាល់ទេតែមើលវគ្គទី2ប្រហែលជាមានហើយបាទឱកាសមានហើយនៅឡើយសំណាងបាទលើឱកាសថៃចុងម៉ោងឱកាសរបស់ថៃចុងមកញាក់មួយទល់នឹងមួយអស់មកស្លាប់ខាងឆ្វេងលើកចូលមកខាងក្នុងកាត់មកខាងក្នុងសុទ្ធមួយកន្លែងនេះទើអ្នកចាំទីតាក់ជើងដួលអូយបាទមកជើងនេះអ្នកចាំទីបាទ Aderito Raul Fernandez បាទសង្គ្រោះពីការសុទ្ធរបស់បាទអាណុនសាមកនអូមកជើងឆ្វេងនេះគឺមកទំហឹងជើងតែម្ដងតែអត់អាចទម្លូសំណាញ់ទីបានឱកាសសារជាថ្មីរបស់ក្រុមជម្រើសជាតិថៃអូយបាទសោកស្ដាយមែនទែនបាទកូរ៉ាវិកបាទហើយលោកអញ្ញាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដងជក់ចិត្តមែនទែនមកនៅចុងម៉ោងនេះបាទដូច្នេះចំការប្រកួតជាផ្លូវការក្នុងវគ្គទី1គឺថៃ0ទីម៉0ក្រុមបាល់ទាត់
អាយុក្រោម22ឆ្នាំថៃនិងទីម៉ូបាទហើយក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំដោយស្រាបៀរកម្ពុជាជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលផលិតឡើងដោយប្រើប្រាស់គ្រឿងផ្សំដ៏ល្អបំផុតពីសហគមន៍អឺរ៉ុបព្រមទាំងបច្ចេកវិទ្យាទំនើបពីប្រទេសលបងស្រាបៀរកម្ពុជាពុះពៀដើម្បីជោគជ័យបាទហើយអរគុណដល់ទឹកក្រូចអាយកូឡា Ice Water Fun ទឹកក្រូចអាយមាន3រសជាតិអាយកូឡាអាយក្រូចឆ្មានិងអាយផ្លែឈើចម្រុះពិសេសទឹកក្រូចអាយកុំភ្លេចពិនិត្យក្រវិលកំប៉ុងឈ្នះទឹកប្រាក់ចាប់ពី$50 $100 $1000 $10000មានឱកាសឈ្នះម៉ូតូដាស្គូពីអាយ100គ្រឿងសរុបជាទឹកប្រាក់$3 លានភេសជ្ជៈពើកម្លាំង Work សម្បូរទៅដោយវីតាមីន B6 B12 ដែលជួយកាត់បន្ថយភាពនឿយហត់ក្នុងសកម្មភាពកីឡាអំឡុងពេលបានយូរបង្កើនសមត្ថភាពក្នុងការបើកបរបាទនឹងបន្សាប់ចិត្តស្រវឹងត្រឹមតែ5នាទីពិសាភេសជ្ជៈពើកម្លាំងអាយសម្រាប់គ្រប់ការងារសកលបឋមដោយ Pocari Sweat គឺជាភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយនឹងអ៊ីយ៉ុងគាំទ្រការផ្សាយដោយ WingPay រួមជាមួយនឹង Share Card 4G បាទឥឡូវនេះឱកាសបាល់ជូនរបស់ក្រុមជម្រើសជាតិថៃលើកចូលមកខាងក្នុងតែមួយកន្លែងនេះវគ្គទី2ចូល1-0បាទចូលមកដល់វគ្គទី2ម្លៀងមិនអោយបងអង្គយូរទេបាទប្រធានក្រុមជម្រើសជាតិថៃអាយុក្រោម22ឆ្នាំបាទធ្វើបានល្អមែនតើបាទតែបញ្ចូលទីបានយ៉ាងល្អតែម្ដងបាទសម្រាប់ប្រធានក្រុមនេះបាទលេខ15បាទសារិងកាន់ព្រំបាទស៊ូប៉ាបាទសារិងកាន់បាទបាល់កញ្ញាដីមួយគ្រាប់ហើយឲ្យក្រុមជម្រើសជាតិថៃបាទនាំមុខទៅលើក្រុមជម្រើសជាតិទី1-0បាទលេងមិនទាន់បានបែកញើសវិញផងបាទថៃរកបានមួយគ្រាប់ហើយបាទល្អមែនតើមកសម្រាប់ក្រុមជម្រើសជាតិថៃបាទដូច្នេះបាទមានទឹកមាត់លេបតិចហើយបាទគ្រូបង្វឹកលោកបាទហ្គាម៉ាដាលីម៉ាបាទលោកដាហ្គាម៉ាលីម៉ាបាទក៏រៀងសប្បាយចិត្តតិចដែរបាទបានមកគ្រាប់បន្ទាប់ពីវគ្គទី1បាទព្យាយាមជាច្រើនលើកជាច្រើនសារប៉ុន្តែហាក់ដូចជាមិនមានសំណាងបាទប៉ុន្តែនេះគ្រាន់តែជាបាទមួយគ្រាប់ដើម្បីធ្វើឲ្យថៃបាទមានទឹកចិត្តតែប៉ុណ្ណោះបាទព្រោះអីបាទការប្រកួតមិនទាន់បញ្ចប់ទេបាទនាំមុខគឺជារឿងល្អប៉ុន្តែលុះត្រាតែនាំមុខរហូតដល់ចប់ការប្រកួតទើបទទួលបាន3ពិន្ទុបាទដូចជាមុននេះបន្តិចអញ្ចឹងបាទហ្វីលីពីននាំមុខវៀតណាម1-0ប៉ុន្តែលទ្ធផលបញ្ចប់ការប្រកួតគឺហ្វីលីពីនចាញ់វៀតណាម2-1បាទដូច្នេះអ្នកដែលយកបាន3ពិន្ទុបោកឆាកគឺក្រុមជម្រើសជាតិវៀតណាមនេះប្រធានក្រុមរបស់ថៃបាទសារិងកាន់បាទក៏ឃ្លៀមួយជើងឡើងមកខាងលើបាទវិញទប់មកបានល្អបាទប្លែងយកបាល់ជ្រុងទៀតហើយបាទបាល់ជ្រុងទី2នៅក្នុងវគ្គទី2បាទបាល់ជ្រុងទី1បាទលើកមកសម្រេចគ្រាប់បាល់បាទចាំមើលបាទបាល់ជ្រុងទី2ថាតើថៃអាចសម្រេចគ្រាប់បាល់ទៀតបានឬក៏យ៉ាងណាឱកាសរបស់ក្រុមជម្រើសជាតិថៃលើកចូលមកខាងក្នុងបាទតែមួយទៀតអូយបាទរួចស្លែមតែម្ដងតែតែប៉ះគ្នាបាទប៊ីហើយថារកបានគ្រាប់ទី2បាទកីឡាករលេខ6របស់ថៃបាទគិតទីតាច់បាទគិតទីតាច់បាទប្រានិធីបាទលើកចូលមកខាងក្នុងបាទតែទៅនឹងបាទអត់សំណាងបាទប៊ីបាន2គ្រាប់តែមកវិញបាទពីកីឡាករជម្រើសជាតិបាទថៃក៏ឃ្លៀឡើងមកជើងមកខាងលើបាទរត់ដូរજાયលោកអញ្ញាកណាលក៏លើកទង់អបផ្សាយបាត់ទៅហើយបាទទៅលើប្រធានក្រុមលេខ7របស់ក្រុមជម្រើសជាតិទី1បាទគឺ Rufino Walter Gama បាទលបឿនលឿនមែនតើបាទខ្សែការពារថៃបាទពិបាកដែរបាទលបឿនគាត់លឿនពេកបាទដូច្នេះបាទបិទជាមួយគាត់តតែពាំងមនុស្សនេះមើលខ្សែការពារថៃបាទមើលបាល់ក៏ពាំងអត់ឈ្នះទៀតកន្លែងនេះប៊ីបើសិនជាមិនអស់ផ្សាយទេបាទទុកបាល់បានប្រហែលជាបានសុទ្ធទៀតបាទកីឡាកររបស់ទី1តែយ៉ាងណាក្តីបាទលោកអញ្ញាកដាខ្សែបន្ទាត់បាទលើកទង់អស់ផ្សាយហើយបាទដូច្នេះសុទ្ធចូលក៏ឥតន័យដែរបាទសម្រាប់បាទក្រុមជម្រើសជាតិទី1
បាល់ goal kick មកខាងក្រុមជម្រើសជាតិទីម៉័រអ្នកចាំទី Aderito Raúl Fernández ត្រៀមបាទឃើញមុខគាត់ច្រើនបាទទាំងពីរវគ្គបាទវគ្គទី1ក៏ឃើញបាទឥឡូវចូលមកវគ្គទី2គឺនៅតែឃើញឥឡូវនេះឱកាសរបស់ទីម៉័រសម្រុកទៅលើទីរបស់ក្រុមជម្រើសជាតិថៃលើកចូលមកខាងក្នុងតែចេញនៅខ្សែការពារបាទតែតមួយទៀតបាល់ជាប់ជើងទីម៉័រអីយយហាក់តែតចង់ផុតអីឡងតែតមួយទៀតមកក្រោយបាទតែតទៅតែតមកបញ្ជូនកឹបទៅរួចទេរួចបាល់ជាប់ជើងទីម៉័របោះមកស្លាបខាងស្ដាមឱកាសរបស់ទីម៉័រប៉ុន្តែអបសាយបាត់ទៅហើយបាទកីឡាករលេខ22 Nelson Zameto Viegas បាទអបសាយបាទទីម៉័រអបសាយច្រើនមែនតើបាទអបសាយបាទអូបាទអបសាយមកតិចបាទនេះអបសាយបាទលោកអញ្ញាកដាលខ្សែផ្ទាត់គាត់មើលច្បាស់បាទ51នាទីបាទលេខបាន6នាទីថៃបានមកគ្រាប់នៅក្នុងដៃហើយបាទមានទឹកធ្វើស្រែខ្លះហើយបាទស្របពេលដែលគ្រូបង្វឹករបស់ថៃគឺលោក Dagama Lima បាទកំពុងតែប្រាប់កូនក្រុមឲ្យលេងតាមអ្វីដែលលោករៀបចំនៅក្នុងវគ្គទី2នេះបាទព្រួយវគ្គទី1រៀបចំហើយបាទមានឱកាសច្រើនបាទប៉ុន្តែអត់មានសំណាងបាទគណៈដែលគ្រូបង្វឹកទីម៉័របាទគឺអត់ទាន់បាទមានបញ្ចេញកាយវិការអីនៅឡើយទេបាទទៅហើយ1 ទល់នឹង 1 1 ទល់នឹង 1បញ្ជូនមកខាងក្រោយបាទជាប់ជើងក្រុមជម្រើសជាតិថៃបាទបោះខ្លីៗបាទបញ្ជូន1 2អីយ៉ាអត់ដួលទេបាទសល់ជើងក្រោយបាទលោកអញ្ញាកដាលក៏លើកទង់អបសាយបាទអបសាយហើយបាទសម្រាប់ក្រុមជម្រើសជាតិថៃបាទបាទបញ្ជូនលឿនបាទផ្ដាច់មួយជើងឡើងមកខាងលើបាទតែតមកខាងក្រោយបោះខ្លីៗបាទ no look pass មួយបាទប៉ះអត់មើលមុខបាទក្បាច់នេះបាទក្បាច់ខ្សែប្រយុទ្ធបាទ Ronaldinho របស់ Brazil តែងតែធ្វើហើយឥឡូវនេះបាទមានកីឡាករ Brazil មួយទៀតក៏ធ្វើតាមដែរបាទគឺ Roberto Firmino បាទសុទ្ធអត់មើលបាល់ទេបាទតែមកខាងក្រោយឱកាសរបស់ថៃឆ្កឹះមួយបាទកាប់យកមកជើងស្ដាំអ្នកចាំទីសង្គ្រោះបាល់បាត់ហើយក៏ចាប់ជាប់បាទ Aderito Raúl Fernández បាទសង្គ្រោះពីការសុទ្ធរបស់បាទកីឡាករបាទតាន់ពីស៊ីតបាទ Kokalamo បាទបាញ់មកជើងស្ដាំនេះស្រួចតែម្ដងបាទប៉ុន្តែអ្នកចាំទី Aderito Raúl Fernández បាទគឺគាត់បាទក៏ច្បាស់ដូចគ្នាបាទមកជើងស្ដាំពេញជើងមក Raúl Fernández បាទក៏ចាប់ក៏ទះបាល់ចេញឬក៏ចាប់ជាប់បាទបាល់មាញ់វិញពិបាកចាប់ដែរបាទមានតែដោលចេញហើយរីបោលទៅវិញបាទក៏ចាប់ជាប់បញ្ជូនខ្លីៗទាញមួយមកខាងក្រោយល្អមែនតើបាទពីកីឡាកររបស់ទីម៉័រឡុងមួយជើងឡើងមកខាងលើបាទតែតមួយបាទ clear ចេញបាទទប់ជាប់បាទបញ្ជូនមកខាងក្រោយបាទសម្លឹងរកគ្នាបោះឡើងមកខាងលើបាទឲ្យប្រធានក្រុមកាត់មកកដាលល្អមែនតើឱកាសរបស់ទីម៉័របញ្ជូនមកស្លាបខាងស្ដាំមិនអបសាយទេកាត់មកខាងក្នុងអត់មានអ្នកណានៅបាទកាត់មកល្អមែនតើបាទប៉ុន្តែបោលស្រួចលឿនពេកបាទស្របពេលដែលលោក Alexandre Dagama Lima គ្រូបង្វឹករបស់ថៃហាក់ដូចជាបាទមិនសូវជាពេញចិត្តទម្រង់កូនក្រុមលេងឥឡូវទេបាទបើទោះបីជាបានបក្របក្តីបាទមើលទៅការអបដៃរបស់គាត់បាទគឺបង្ហាញពីបាទការព្រួយបារម្ភបាទឃ្លៀបាល់ចេញតែម្ដងបាទពីខ្សែការពាររបស់ក្រុមជម្រើសជាតិទីម៉័របាទនេះគឺជាគ្រាប់បាល់បាទតែតបញ្ចូលទីរបស់ប្រធានក្រុមថៃបាទសារីនកាន់នេះបាទពីរមុំមួយមុំខាងលើហើយមុំពីបាទពីក្រោមមើលបាទត្រជាក់ភ្នែកមែនតើបាទមើលច្បាស់តែម្ដងបាទតែម្នាក់ឯងអត់មានអ្នកណាគេតាមបិទបាទជាប់ជើងក្រុមជម្រើសជាតិថៃលោកអញ្ញាកដាលក៏ព្រមកញ្ចែបាទបាល់ offside បាទកីឡាករលេខ13របស់ថៃបាទចារុនសាក់បាទវងកនបាទដែលមានរបួសមាត់បាទការតែពីដើមវគ្គទី1បាទបន្តលេងដល់ឥឡូវបាទអត់មានបញ្ហាទេបាទប៉ះពាល់មាត់តិចតួចអត់អីទេបាទកុំឲ្យទៅប៉ះជើងបាទគាត់បកមកខាងក្រោយមួយតែដោយកីឡាកររបស់បាទទីម៉័រ
បាទក្រុមទាំងពីរបាទគឺតម្រង់លេងមកប្រយ័ត្នដូចគ្នាបាទខាងទីម៉ក៏ប្រយ័ត្នមិនហ៊ានសម្រុកខាងថៃក៏មិនហ៊ានសម្រុកខ្លាំងបាទព្រោះឲ្យទីម៉លឿនណាស់បាទបាល់ដាច់មាត់រត់អត់តាន់ទីម៉ទេបាទដូច្នេះខាងថៃបាទគឺរៀងប្រយ័ត្នតិចបាទនៅតំបន់ខាងក្រោមជាពិសេសគឺបាល់ដាច់មាត់របស់ទីម៉តែម្ដងបាទខណៈដែលទីម៉ក៏ដូចគ្នាបាទឥឡូវរបូតមកគ្រាប់ហើយគឺរបូតដោយសារបាល់តែតបាទព្យាយាមការពារច្រើនបាល់មែនទែនតែបាទចង់បញ្ចប់បាទគឺត្រូវបាទបែកពងមាន់របស់ខ្លួនក្រោយពីការតែរបស់បាទកីឡាករជម្រើសជាតិថៃបាទជាប់ជើងទីម៉បាទលបឿនមួយជំហានគឺលឿនណាស់បាទសម្រាប់ទីម៉ថៃរត់មិនចង់តាន់ទេទៅហើយឱកាសរបស់ទីម៉កាត់មកខាងក្នុងបានបាល់បោះបាទលេខ4ទីម៉ប៉ះលេខ6ថៃបាទគីទីតាច់បាទប្រានវិធីបាទលើនេះបានបាល់ free kick បាទនេះហើយរូបវឹករបស់ក្រុមជម្រើសជាតិទីម៉បាទគឺលោក Norio បាទ Sukitate បាទក្រុមវឹករបស់ក្រុមជម្រើសជាតិទីម៉បាទដែលមានសញ្ជាតិជប៉ុនបាទអមដោយជំនួយការបាទគ្រូវឹកផ្សេងបាទគឺសញ្ជាតិទីម៉ទាំងអស់បាទមានតែគាត់មួយទេបាទជម្រើសបាទកីឡាសញ្ជាតិជប៉ុនខណៈដែលខាងថៃបាទគឺគ្រូវឹកធំបាទគឺប្រេស៊ីលជំនួយការក៏ប្រេស៊ីលខណៈដែលគ្រូបង្វឹកផ្សេងផ្នែកផ្សេងបាទគឺគ្រូបង្វឹកបាទសិតតែជំរើសជាតិថៃតែម្ដងបាទសិតតែជាតិថៃតែម្ដងឥឡូវនេះឱកាសរបស់ទីម៉លើកចូលមកខាងក្នុងលើកដូចសុទ្ធតែបាល់ក៏ហោះឡើងទៅលើរបាទីតែម្ដងបាទប្រធានក្រុមលេខ7បាទ Rufino Walter Gama បាទក៏មានការស្រែកហូរនៅលើទីលានដើម្បីលើកទឹកចិត្តកីឡាករផងដែរបាទឥឡូវនេះ57នាទីហើយនាទី57លទ្ធផល 1-0 នៅវគ្គទី2មិនដឹងយ៉ាងម៉េចបាទគូបើឆាពូលអេច្រើនតែរបូតគ្រាប់នៅវគ្គទី2ហើយរបូតគ្រាប់មិនរបូតថានាទី7នាទី8ទេបាទត្រឹម50ជាងស្ដើងឬក៏60ជាងណាចាប់ផ្ដើមមានមួយគ្រាប់ហើយបំបីពងមន់ហើយបាទអូសជ្រែក 4-5 រូបអត់ដាច់ទេចែកទៅស្លាប់ឆ្វេងរៀងស្ទាក់ស្ទើរចំហបន្តិចរងចាំគ្នាមកគ្រប់ត្របាទឆ្កឹះមួយល្អមែនតើបាទស្មើនឹងលបឿនរត់បាទចង្វាក់ទាញបាទទាញហាមយកបាច់ចាក់ចោលតែចាក់ចោលគឺឆាប់បានគ្រោះថ្នាក់វិញបាទឆ្កឹះទៅឲ្យខ្សែប្រយុទ្ធតែអ្នកចាំទីដឹងចោលបាល់នេះចេញមកតន់បាទតែទូលប៉ោងឡើងទៅខាងលើអូយបាទធ្លាក់មកចំកែងតិចហើយអត់បញ្ហាបាទឆ្កឹះមួយបាទបិឆោតបានល្អខាងទីម៉បាទកីឡាករលេខ13 Morera ទៅភាសាទៀតសម្លឹងឃើញស្លាបឆ្វេងកំពុងតែធ្លាយបាទអូបាយរៀងយឺតទប់មួយឆ្កឹះវ៉ាន់ធូទៅវិញឱកាសខាងទី1អាយ៉ាប៊ីអូនហ្គោលវ៉ាវមិញប្រសិនបើអ្នកចាំទីចេញមកលើផុតតាមួយជំហានដឹងតែបាល់នេះអាចនឹងអូនហ្គោលតែសំណាងមកអ្នកចាំទីគាត់ reflect លឿនដែរតត់មកជើងឡើងទៅខាងលើដោយអ្នកចាំទីបាទកូរផាតបាទហ្វាំងដើម្បីឲ្យអ្នកចាំទីចេញមកត្រង់បាល់តន់បាទចុចឡើងមកខាងលើបាទតែទម្លាក់ខ្លីបាទក្រុមទាំងពីរសុទ្ធតែមានពិសេសគឺខាងក្រុមជំនួយជាតិអាយុក្រោម22ឆ្នាំថៃគាត់មានអ្នកប្រយុទ្ធសម្លាប់តែអត់ទាន់ដូរចូលទេប្រសិនបើសភាពការមិនប្រែខាងមិនត្រូវគេនាំមុខគឺមិនទាន់ដាក់អ្នកសម្លាប់ចូលទេបាទដោយខាងវៀតណាមអញ្ចឹងណាវគ្គទី1អត់សូវដល់ពេលវគ្គទី1ខាងហ្វីលីពីននាំមុខ 1-0 មុនដូរ2អ្នកប្រែប្រួលការលេងផ្លេតពីច្រើនលេងលាក់ជើងដូចគ្នាឥឡូវខាងថៃចាប់ដើមបដូរហើយបាទលេខ6ចេញបាទជំនួសដោយកីឡាករផាទីនីបាទផានីទីជំនួសដោយកីឡាករបាទមើលអត់តន់មិញបាទលឿនពេកជាស្រ័យបាទលេខ17នេះបាទនោះដល់លេខ17សគុនឆៃគប់បានមកខាងទីម៉តែទូលប៉ោងឡើងទៅខាងលើ
ចេញទៅខាងក្រៅធាក់បាល់មួយជើងទាត់មួយជើងទៀតមកដល់ខាងថៃដែលជាខ្សែការពារចែកទៅឲ្យខ្សែការពារដូចគ្នាបាទទាត់បញ្ជូនទៅស្លាប់តែរត់មិនទាន់ទេបាននេះបាទប្រកួតទី2របស់ជម្រើសជាតិថៃគឺត្រូវប៉ះហ្វីលីពីនក្រោយមកទៀតបាទត្រូវទៅប៉ះវៀតណាមបាទនេះនៅក្នុងពូល A ទីម៉័របាទចប់ជាមួយថៃទៅទីម៉័រត្រូវមានភារកិច្ចប្រកួតលើកទី2ជាមួយវៀតណាមនិងលើកទី3ជាមួយហ្វីលីពីនបាទចេញទៅខាងក្រៅបានបាល់គប់ទូបានមកខាងក្រុមជំនឿជាតិអាយុក្រោម22ឆ្នាំរបស់ថៃតែត្រឡប់ទៅវិញបាទអូសចោះអូឡើងទាត់ទៅទាត់មកបាទឥឡូវមកដល់ខាងទីម៉័រវិញមកចង់លេះឡាស់ភ័យខ្លួនឯងដែរបាទចេញទៅខាងក្រៅហើយ61 62នាទីហើយលទ្ធផល 1-0 បាទចាក់ទៅភាសាទៀតតែស្កាត់ឲ្យខ្សែការពារអាយ៉ាឱកាសល្អមែនតើលួចអុฟសាយមិនមានប្រសិទ្ធភាពទេខាងទីម៉័រទៅហើយចាក់ចូលក្នុងដុតចូលឆ្វេងមួយតែអ្នកចាំទីជួយបានបាល់ចូលក៏មិនអោយដែរព្រោះបាល់អុฟសាយបាទមិញបើថាចូលមិនស្ដាយខ្លាំងដោយសារបាល់អុฟសាយតែបាល់មិនចូលសំណាងដែរបាទតែមិនសូវជាឈឺចិត្តបាទយើងទស្សនាកន្លែងនេះខ្សែការពារថៃនេះគាត់លួចកន្លែងនេះបន្តិចបាទអុฟសាយបន្តិចបាទបាទចេញទៅខាងក្រៅបាទរៀងធ្លាក់ស្ទុះបន្តិចហើយសម្រាប់ក្រុមទាំងពីរបាទគប់បានមកខាងថៃវិញម្ដងបាទថៃរៀងលេងទប់ច្រើនជាងមុនបានមកគ្រាប់ក៏3បន្ទូដែរបាទនេះប្រធានក្រុមដែលជាអ្នកសុទ្ធបាល់ចូលមិញដើមវគ្គទី2តែឯងឥឡូវនេះចេញមកទៀតហើយមកដល់ស្លាប់ខាងឆ្វេងអូបាទទាត់បាល់ទាត់មនុស្សយកតែម្ដងបាទខ្សែការពារទីម៉័រច្បាស់នឹងភ្នែកលោកអញ្ញាកដារត់មកដកកាតលឿងឲ្យខ្សែការពារទីម៉័របាទបើមានរូបភាពយឺតកន្លែងហ្នឹងចាំមើលគាត់ទាត់បាល់គាត់ទាត់មនុស្សយកមួយទៀតបាទកីឡាករលេខ13លេងកាចមែនតើបាទអាម៉ូរ៉េរ៉ានេះចាំមើលគាត់ទាត់បាល់ចេញណាពើងថែមមកជើងពើងមួយទៀតបាទហើយគាត់ធ្វើអត់ដឹងអីផងបាទអត់ដឹងអីផងកាតលឿងគាត់ថាដឹងតិចកាតក្រហមតែម្ដងបាទដាកូស្តាហ្វឺរណាន់ដូបាទឈ្មោះគាត់វែងណាតែអានខ្លីកាត់ខ្លីចោលខ្លះនេះមើលមុខក្រោយបានកាតលឿងក្រេបទឹកបន្តិចលេខបាល់បើលេខបាល់ឆាប់ដឹងហៅម្នាក់ឈាមកដៅលេខបាល់គឺឆាប់កាចប៉ះល្មមគាត់ស្រ័យអីវិញលើហ្នឹង
អ្នកខ្លះអត់តន់លេខបាត slow ទេបាទដល់ទៅចូលទីលានចេញចរិតពិតមកបាទអ្នកចាំទីខាងទីម៉ត់ទាត់មួយជើងផ្ដាច់ឡើងមកខាងលើតែប្រឈិនបន្តិចមកដល់ខ្សែការពារបាទឡើងដែរតែឡើងអត់ស្រោះគ្នាប្រមាណទេបាទពីច្រើនថៃគាត់ឈរក្បែរគ្នាគឺតារាបាល់គ្រប់គ្រងបានល្អតែម្ដងរុញក្បែរខ្លួនសិនទុកមួយអត់ហុចទេបាទសង្កត់ចែកលើកចូលខ្នងតែឯងម្ដងទៀតតែបាល់នេះចេះសំណាងហើយជោគឡើងទៅខាងលើបើថាជោគមកខាងក្រោមចប់បាទមិនដឹងចាប់កន្លែងណាទេបាទកីឡាករលេខ17ដែលទៅតែដូចចូលមុននេះបាទសកុនឆៃឥឡូវនេះថៃដូរមួយទៀតបាទត្រៀមបដូរមួយទៀតហើយបាទលេខ13ចេញបាទលេខ13គឺកីឡាករចារុងស័កបាទដាក់លេខ11ចូលវិញម្ដងចិត្តសដកនបាទកន្លែងនេះគឺរូបភាពដែលជាការតែបដោយកីឡាករលេខ17សង្គមឆៃបាទថៃកំពុងតែគ្រប់គ្រងនៅលើទីលានជាបន្តទៀតចៃមកក្រោយបាទចាក់មកចន្លោះល្អមែនតើអូច្រេចទាត់បំមុខខ្សែការពារខាងទីមាត់ដួលបាទបះជើងបាទមុខគ្នាមួយទៀតខាងទីមាត់ល្អិតតែកែត្បុលស្ទាស់ចង្វាក់ដួលបាត់ហើយបាទដូចជាចង់បញ្ហាគ្រិចដៃយ៉ាងម៉េចបាទឥឡូវខាងទីមាត់កំពុងតែបាទសកត់ឈឺកដៃបាទខាងថៃក៏មកអធិស្ឋានដូចជាការពិតគ្នាទេបាទយើងទស្សនាដែលជាការពិតគ្នាបាទរវាងកីឡាករទីមាត់បាទនីអេសិនបាទគាត់ល្អិតតែគាត់បកកាយត្បុលអីយ៉ាហុចដងមកខាងថៃសកុនឆៃបញ្ជូនឲ្យវ៉ាន់ធួយសកុនឆៃវិញមានម្នាក់ឯងណាសកុនឆៃទាញមកក្រោយបន្តិចបាត់ទាញល្អមែនតើសកុនឆៃចាក់ចូលក្នុងទៅថែមកន្លែងនេះអត់ទេខ្សែប្រយុទ្ធខាងទីមកចុះទម្លាក់មកជួយហើយមកដល់ប្រធានក្រុមអ្នករកក្របបាល់ហេងបាទសារិនកាន់ទាញយកឲ្យឡើងឆ្វេងបញ្ជូនទាត់មកចុងជើងតែទឹះបាទទឹះអ្នកចាំទីរ៉ាអ៊ូលហ្វរណាន់ដែរបាទផ្ទះបាល់រត់ល្អមែនតើរៀងធ្លាក់ល្បឿនមកដល់តម្រាំតែអ្នករកជួយហែកឃើញនឹងគឺខាងថៃក៏ចោះបិទពេញអស់លីងបាទខាងថៃនិយាយរួមឡើងលឿនចោះក៏លឿនដែរតែបាល់ខុសបាទជាប់ខាងទីមាត់ដែរបាទចុចមិនផុតទេតែទៅឆាបបានវិញមិនឲ្យបាល់ចេញហើយបាទគប់ទុកបានមកខាងថៃបាទយើងមកទស្សនាកន្លែងនេះបាទទាញផុតដល់2នាក់ឯណោះបាទថៃដូរ2នាក់អីនៅដូរបានម្នាក់ទៀតបាទស្រោបខ្សែល្អមែនតើអត់ចេញទេតែដណ្ដើមបានបាទរុញមកឲ្យមិត្តរួមក្រុមនៅខ្សែស្របស្លាប់ខាងឆ្វេងឆាបានបញ្ជូនមកកណ្ដាលសកុនឆៃបែរទាញល្អមែនតើមួយទៅមួយបាល់នេះអូហូយអត់បានបាល់ជ្រុងទេបាទដោយសារតែទឹះនឹងជើងកីឡាករថៃដែរបាទខាងទីមកចាប់ផ្ដើមដូរដែរអីបាទលេខ21ចូលកីឡាករ Franciyama Alves Imakafi បាទដូរលេខ11ចេញបាទ
Gilvanillo Angelo da Costa Marcel Alberto បាទមកអត់ដូរចេញបាទទីមកដូរមួយទៀតដែរបាទលេខ10គឺកីឡាករបាទអានខ្លីៗបាទដាក្រាស់ម៉ាទីនបាទដូរវ៉លតើចេញដកលេខ7ចេញបាទចាប់ទាញអាវតែលោកអញ្ញាកណ្ដាលមិនវិន័យបើចំណេញទាត់ដាច់នឹងខ្សែការពារខាងថៃបាទចេញទៅខាងក្រៅហើយបានមើលសាច់បាល់ទីមកក៏ព្យាយាមប្រឹងសម្រុកដែរតែការលេងបាល់ទីមករៀងយឺតថៃគាត់ទម្លាក់មកលឿនល្អបាទសកុនឆៃបាទដូរសកុនឆៃមកដូចជា key player មួយដ៏សំខាន់អញ្ចឹងចែកបាល់ទាញបាល់គឺមួយទៅមួយជាមួយសកុនឆៃញាក់ផុតផុយតែម្ដងសកុនឆៃនេះគាត់ទប់កម្រលេខបាល់ខូចលេខបាល់កម្រខូចចាក់ចូលក្នុងចូលតែលោកអញ្ញាកដាពីណីបាត់ហើយបាទពីណីខាងកីឡាករថៃបាទកីឡាករលេខ11ប៉ះជាមួយអ្នកចាំទីបាទអ្នកដែលទៅតែដូរចូលបាទគឺកីឡាករជេសាត់ដាកុនគាត់ដូរចូលមិនហ្នឹងបានមកគ្រាប់តែបុកជាមួយអ្នកចាំទីលោកអញ្ញាកដាអត់ឲ្យទេឥឡូវយើងទៅមើល Raúl Fernandez របស់ខាងទីម័រនេះកំពុងតែឈឺចាប់នៅលើទីលានខ្ញុំមកទស្សនារូបភាពដែលជាការបញ្ជូនបាទមួយចូលតែមួយទៀតដូចជាស្របទិសគ្នាបាទតែលោកអញ្ញាកដាគាត់ផ្លុំកញ្ចែតស្របនឹងការបាល់បញ្ចូលសំណាញ់ដែរអញ្ចឹងមិនឲ្យទេបាទកុំបីហ្នឹងពីរគ្រាប់មិនបាច់តាមទេបាទគាត់តែមកគ្រាប់នេះរឿងតឹងផ្អឺហើយបាទយើងមកទស្សនារូបភាពមួយសារទៀតនេះស្របគ្នាល្អមែនតើតែលោកអញ្ញាកដាគាត់សម្រេចចិត្តពីណីហើយបាទលោកអញ្ញាកដាជនជាតិមីយ៉ាន់ម៉ាបាទមើលមកផ្លែស្តៀងហ៊ីមសេរីបាទអ្នកបដាល់ដែរបាទកាត់លឿងទៀតអត់ឲ្យចូលឲ្យកាត់លឿងមួយទៀតបាទបាញ់ spray តិចដើម្បីបន្ថយការឈឺចាប់ហើយយើងមកទស្សនាម្ដងទៀតបាទស្របគ្នាបាទនេះហៅមេស្របតែលោកអញ្ញាកដាគាត់ពីណីគឺទៅលើទីលានអញ្ញាកដាគាត់មានសិទ្ធនៅ 1-0 ទីម័រនៅមានសង្ឃឹមតាមតែបើថា 2-0 គឺអស់សង្ឃឹមតាមហើយមួយនាទីចិត្តជាងហើយបាទ75នាទីឥឡូវហើយបាទឃើញថាការប្រកួតបាទម៉ោងបាទថាផ្លូវការបាទនៅសល់តែ15នាទីទៀតទេបាទតែមិនដឹងថាម៉ោងបន្ថែមប្រហែលឥឡូវនេះឱកាសរបស់ក្រុមថៃទៅទៀតហើយឱកាសរបស់ថៃបញ្ជូនមកខាងក្រោយបាទទៅណាសិនអត់ទាន់បខំទេបាទលេងមួយសុទ្ធពីចម្ងាយតែម្ដងបាល់ហោះឡើងទៅលើរបាទីបាទពីកីឡាករលេខ11បាទចេតសាតកនបាទព្យាយាមបាទសងសំណាងបាទពីចម្ងាយមួយជើងប៉ុន្តែអត់បានសម្រេចទេបាទតាមប្រេះយកបាល់ប៉ុន្តែបាទខ្សែការពាររបស់បាទក្រុមជម្រើសជាតិបាទទីម័រគឺផ្ដាច់ឡើងមកខាងលើឥឡូវនេះបោះឡើងមកលើវិញដូចគ្នាលេងបាល់លឿនបាទចង្វាក់លេងរបស់ថៃបាទមិនបង្ខំទេតែបើថាបាល់តែពាក់កណ្ដាលតារាងមើលបាទគឺបោះលឿនតែម្ដងបាទស្របពេលទីម័របាទមើលទៅការលេងគឺហាក់ដូចជារៀងបង្ខំបន្តិចបាទព្រួយកំពុងតែត្រូវគេនាំមុខ1-0បាទបើថាលេងយឺតក៏អត់បានដែរ
បាទតែ clear បាល់ចេញពីខ្សែការពារសិទ្ធបាទសរិងកាន់បាទ clear ចេញពីអ្នកចាំទីសិនបាទអត់ទុកចិត្តខ្លួនឯងទេបាទ Aderito Raúl Fernandez បាទថ្ងៃនេះបង្ហាញបាទសមត្ថភាពបានយ៉ាងល្អក៏បដូរច្រើនដែរឥឡូវនេះដូរចេញឲ្យលេខ14ចេញជំនួសវិញនៅលេខ3បាទលេខ14គឺកីឡាករបាទ Cornelis បាទបដូរចេញជំនួសវិញនៅកីឡាករបាទ Jos បាទ Coteres Silva បាទនេះគឺជាក្របបាល់តែមួយគត់របស់ថៃដែលតែតបញ្ចូលទីដោយកីឡាករបាទសារិងកាន់បាទសារិងកាន់នេះបាទគឺជាអ្នកខេត្តស៊ីសាកេតបាទតាមការផ្ដល់ព័ត៌មានមកមាញ់មិញបាទគឺថាគាត់ក៏ចេះនិយាយភាសាខ្មែរយើងដែរបាទសម្រាប់កីឡាករថៃរូបនេះបាទសារិងកាន់បាទជាអ្នកខេត្តស៊ីសាកេតបាទនាទីចុងក្រោយបាទ15នាទីឬ14នាទី13នាទីចុងក្រោយនេះបាទគឺជានាទីដ៏សំខាន់ហើយបាទបើសិនជាទីមអាចតាមស្មាបោវិញបាទគឺចុងម៉ោងដឹងតែល្អមើលហើយប៉ុន្តែបើសិនជាថៃបន្ថែមការនាំមុខមកគ្រាប់ទៀតបាទគឺដូចជាបាទរៀងលំបាកហើយបាទសម្រាប់ទីមបាទនៅក្នុងការតាមមកវិញបាន2គ្រាប់គឺមិនងាយទេប៉ុន្តែបើសិនជាថៃបន្តនាំមុខ1-0បែបនេះបាទជឿជាក់ថាបាទនឹងតែដឹងតែមានការសម្រុកគ្នាចុងម៉ោងបាទគឺជក់ចិត្តបាទដោយសារតែថៃមានមួយគ្រាប់ក៏មិនហ៊ានប្រហែសបាទស្របពេលដែលទីមបាទកំពុងតែត្រូវការបន្ទុកនោះបាទនៅក្នុងថ្ងៃបើកឆាកគឺប្រឹងយ៉ាងណាឲ្យបានមកគ្រាប់មកវិញឥឡូវនេះ clear មួយជើងឡើងមកខាងលើឱកាសរបស់ទីមសារិងកាន់តែតឲ្យអ្នកចាំទីចាប់បានងាយស្រួលតែម្ដងបាទម្ចាស់គ្រាប់បាល់តែមួយគត់របស់ក្រុមជម្រើសជាតិថៃអីយ៉យបាទលូក 100% តែម្ដងបាទកីឡាកររបស់ទីមលេខ23បាទលូកនេះលូកឲ្យខ្សែការពារថៃលែហ៊ាន clear តែម្ដងបាទអូលសាវ៉ាដូលូកាសប៉ាទីស្តាបេឡូបាទតកិច្ចគ្នាជាមួយនឹងខ្សែការពារថៃអូបាទបដូរដូចគ្នាលូកដូចគ្នាបាទលេខ2បាទសាំប៉ានកេស៊ីបាទមិនក៏ទប់បាល់រៀងជ្រុលគាត់ clear ស្របពេលដែលកីឡាករបាទរបស់ទីមនេះអូយបាទទាត់ទៅដូរជើងគ្នាបាទអូលសាវ៉ាដូអត់អីបាទអូលសាវ៉ាដូលូកាសប៉ាទីស្តាបេឡូបាទវ័យ19ឆ្នាំបាទគាត់មកទល់ថ្ងៃនេះបាទ18ឆ្នាំជាងទេបាទកើតចុងឆ្នាំ2000ហើយបាទកីឡាករថៃបាទសាំប៉ាន់កេស៊ីបាទដាក់ប្រង់ការចេញមួយហើយបាទយ៉ាងម៉េចទៅហើយបាទដើររួចទេបាទមិនដឹងថាចូលលេខបានទៀតឬយ៉ាងណាបាទរងចាំមើលសិនបាទដាក់ប្រង់ការចេញមកសិនបាទដូច្នេះថៃបាទត្រូវបាត់បង់កម្លាំងដល់ទៅមួយរូបបាទបាត់បង់មួយរូបដូច្នេះបាទតែ10-11នៅលើទីលានបាទអញ្ចឹងក៏ជាការលំបាកផងដែរបាទសម្រាប់ថៃដូច្នេះថៃបាទត្រូវតែរក្សាទម្រង់លេងបាទលេងមិនបង្ខំលេងមួយបាទរងចាំដល់សាំប៉ាន់បាទកេស៊ីបាទត្រឡប់ចូលមកទីលានវិញឬក៏យ៉ាងណាបាទទៅបន្តទៀតបាទបើសិនលេងកើតដាក់ចូលលេងមិនកើតបដូរកីឡាករថ្មីបាទ Alexandre បាទ Dagama Lima បាទគ្រូបង្វឹកជម្រើសជាតិបាទថៃគឺមានសញ្ជាតិប្រេស៊ីលបាទប្រហែលជាមិនបានលេងទេបាទសាំប៉ាន់បាទព្រួយកីឡាករលេខ12ខ្សែការពារបាទគិតទីពងបាទសាន់សនិតបាទត្រៀមបដូរចូលហើយបាទគិតទីពងបាទដូច្នេះសាំប៉ាន់បាទសាំប៉ាន់កេស៊ីបាទមើលទៅគឺត្រូវបដូរចេញហើយបាទរងចាំតែបាទកញ្ចែផ្លុំបាទបាល់បោះឬក៏បាល់ចេញទៅខាងក្រៅពេលអីមួយបាទគឺតែដឹងតែដូរចូលហើយឥឡូវនេះឱកាសរបស់ទីមាត់ទៅហើយតែ clear ចេញពីខ្សែការពាររបស់ថៃបាទបច្ឆារពលបាទឥឡូវបដូរហើយបាទលេខ12បាទគិតទីពងបាទសាន់សនិតចូលហើយបាទខ្សែការពារទីមហាក់ដូចជាបាទមិនទាន់មានបាទពន្លឺនៅក្នុងការសុទ្ធបញ្ចូលទីទៅលើក្រុមជម្រើសជាតិថៃទេបាទស្របពេលដែលថៃបាទកំពុងតែឆ្មក់ឱកាសបាទមួយតាមដែលអាចធ្វើបានបាទកំពុងតែឆ្មក់ហើយបាទរមួលកពើមួយទៀតហើយបាទសម្រាប់កីឡាករថៃបាទយ៉ាងម៉េចចេះ
បាទលេខ26បាទគាត់លមួលកពើគណៈដែលកីឡាកររបស់ទីមួគាត់ថាកុំចេញម៉ងបាទតែយ៉ាងណាក៏គាត់ជួយដែរបាទគឺផាត់ឆារពលបាទអូយបាទនៅកផ្លូវគាត់ឡើងរឹងហើយគាត់ច្បាច់កផ្លូវថារឹងហើយគណៈដែលកីឡាករទីមួបាទក៏ fair play បាទក្នុងនាមជាអ្នកកីឡាដូចគ្នាបាទនេះលទ្ធផលបាទនាទីទី80បាទ25វិ26វិបាទនេះគឺលទ្ធផលរវាងក្រុមជម្រើសជាតិថៃនិងទីមួបាទទាំង LED ដ៏ធំបាទកំពុងបង្ហាញលទ្ធផលបាទគណៈដែលក្រុមកីឡាករមួយរូបទៀតរបស់ជម្រើសជាតិថៃក៏បានដាក់ប្រង់ការចេញមួយទៀតហើយបាទខ្សែការពារបាទហើយនេះគឺជារូបភាពនៃការតែតបញ្ចូលទីរបស់បាទកីឡាករបាទសារីងកាន់បាទមកក្របគុតដូច្នេះបាទដាក់ highlight រូបគាត់តែតបញ្ចូលទីខ្លាច់ប្រិយមិត្តខ្លះមិនទាន់បានទស្សនាបាទឥឡូវមកទាន់ទស្សនាអ្នកខេត្តស៊ីសកេតចេះនិយាយភាសាខ្មែរដូចគ្នាចេះនិយាយភាសាខ្មែរដែរបាទកឹបផុតមួយកឹបមកខាងក្រោយឱកាសរបស់ទីមួបោះមកស្លាបខាងស្ដាំបាទ10ទល់នឹង11អ្នកទៀតហើយបាទសម្រាប់ទីមួថៃឱកាសរបស់ទីមួកាត់ចូលមកខាងក្នុងទើខ្សែការពារបាទខ្សែការពាររបស់ថៃក៏ផ្ដាច់បាល់ចេញមកខាងលើបាទផ្ដាច់មកមិនខ្លាំងណាស់ណាទេបញ្ជូនបាទសរិងពងបាទសរិងកាន់បាទក៏ផ្ដាច់ឡើងមកខាងលើបាទរត់តាមពីខាងក្រោយតែបិទលើខ្សែការពាររបស់បាទទីមួចិត្តតែម្ដងបាទបញ្ជូនមកដល់អ្នកចាំទីឃ្លៀមួយជើងឡើងមកខាងលើបាទ Aderito Raúl Fernandez បាទតែសរិងកាន់ឡើងមកផ្ដាច់បាល់ជាប់ជើងកីឡាករថៃមិនអោសសាយទេអូយបាទសោកស្ដាយមែនទែនបាទចិត្តសតកនបាទចិត្តសតកនបាទកូនណាំបាទអូយបាញ់មិនគាត់ស្មាស់តែគាត់អោសសាយបាទកុំអីហ្នឹងបាទកតុបសុទ្ធហើយបាទគាត់ថាអោសសាយតែលោកអញ្ញាកដាលបាទខ្សែបន្ទាត់អត់លើកទង់ផងឥឡូវឱកាសរបស់ទីមាត់ទៅមិនផុតជាមួយនឹងបាទសរិងកាន់បាទសរិងកាន់នេះគឺពិតជាល្អមែនទែនបាទទាំងការបាទការពារទាំងការបញ្ជូនបាល់គាត់គឺច្បាស់មែនទែនបាទម្ចាស់ក្របបាល់របស់ក្រុមជម្រើសជាតិថៃរូបនេះបាទ81 82 83ហើយបាទគេថាបើនៅតែមិនទាន់មានការស៊ុបបញ្ចូលទីទេបាទគេថាថៃចុះបិទហើយបាទខណៈដែលក្រុមជម្រើសជាតិទីមួបាទការប្រយុទ្ធរបស់ទីមួបាទគឺហាក់ដូចជាបាទมันមានប្រសិទ្ធភាពទេបាទតាំងតាពីរបូតមកក្របទៅបាទព្យាយាមណាស់តែមិនបានសម្រេចអីយ៉ាបញ្ជូនមកផ្លាត់ស្នៀតឲ្យអ្នកចាំទីបាទផ្ដាច់ក៏មិនផុតអើយបាទផ្ដាច់ដូចបញ្ជូនដូចផ្ដាច់បាទបោះមកស្លាប់ខាងឆ្វេងបាទលេងខ្លីៗមកកណ្ដាលបាទឡុងមកស្លាប់ខាងស្ដាំតាន់ឬមិនតាន់អត់តាន់ទេបាទមកដល់ដៃអ្នកចាំទីរបស់ថៃបាទកូរ៉ាផាត់ណារិច័ន្ទបាទទាត់បាល់ចេញទៅខាងក្រៅសិនបាទកីឡាករណារូបណាមានបញ្ហាទៀតហើយបាទដួលទៀតហើយបាទសម្រាប់កីឡាករថៃបាទមើលទៅប្រហែលជាប្រឹងរត់ពេកបាទគាត់ប្រឹងរត់ខ្លាំងពេកបាទរមួលកពើមួយទៀតហើយបាទលេងពេលយប់រមួលបែបនេះបាទតម្រាំមកពីប្រកួតក្រោយទៀតជមើបាទថៃពីប្រកួតក្រោយរបស់ខ្លួនគឺប៉ះជាមួយហ្វីលីពីនប៉ះជាមួយវៀតណាមគឺលេងថ្ងៃទៀតបាទម៉ោង 3:30 នាទីទាំងពីរប្រកួតចុងក្រោយបាទចាំមើលតើកីឡាករថៃបាទនឹងបាទរមួលកពើបែបនេះទៀតទេបាទឥឡូវ2នាក់ហើយរមួលកពើ2នាក់ហើយបាទថ្ងៃនេះក្រុមបាទគ្រូពេទ្យនៅលើទីលានបាទក្រុមប្រង់ការបាទបាទមានមុខចូលទីលានច្រើនណាស់បាទព្រោះកីឡាករថៃបាទគាត់របួសបាទដូច្នេះ fair play មាញ់មិញពីអ្នកចាំទីហើយខាងបាទទីមួក៏ fair play ដូចគ្នាបោះបាល់ឲ្យអ្នកចាំទីរបស់ថៃបាទគឺកូរ៉ាផាត់បាទណារិច័ន្ទវិញបាទបន្ទាប់ពី fair play បាទក៏ចំណេញមកបន្តិចបាទពីការមិនបខំទេបាទព្រោះក្រុមរបស់ខ្លួននាំមុខទៅហើយបាទនីតិក៏ឈានចូលមកដល់85ដែរបាទដូច្នេះលេង1-1មិនបង្ខំទេបាទគ្រូរបស់ទីម៉ហាក់ដូចជាបាទឈរថ្មឹងខណៈដែលគ្រូរបស់ថៃបាទគឺឈរអោបដៃឈរមើលកូនក្រុមលេងពេញតែម្ដងបាទតែគ្រូទីម៉បាទលោកបាទណារូអូបាទស៊ូគីតាតេបាទគឺគាត់ឈរស្ងៀមបាទនៅកន្លែងអង្គុយបាទបង់អង្គុយគាត់ឈរធម្មតាបាទគាត់អត់បខំអីយ៉ាផ្លាត់ស្នៀតបាទមិនយល់ចិត្តគ្នាបាទអត់យល់ចិត្តគ្នា
បាល់បញ្ជូនមកខាងក្រោយដាច់មួយជើងឡើងមកខាងលើបាល់ជាប់ជើងក្រុមជម្រើសជាតិថៃបាទលេង 1-2 មកស្លាប់មកស្ដាំអត់យកបាល់តាន់ទេបាទបលែងបាល់ចេញទៅខាងក្រៅតែម្ដងបាទពីខ្សែការពាររបស់ក្រុមជម្រើសជាតិទីម៉័របាទគប់បាល់ឡើងមកខាងលើបាទទប់ជាប់បាល់ចេញទៅខាងក្រៅបាទបញ្ជូនមកខាងក្រោយឃ្លៀមួយជើងឡើងមកខាងលើបាទវាយកែងមួយតែមិនបានសម្រេចបាទទប់បាល់ជាប់បញ្ជូនខ្លីៗបាទបើកប្រឡោះជើងមួយតែបាល់ចេញទៅខាងក្រៅអីយ៉ាស់បញ្ជូនមកបានល្អផ្លាត់ស្នៀតឱកាសរបស់ក្រុមជម្រើសជាតិថៃទៅហើយបាទសម្លឹងរកគ្នាបោះឡើងមកខាងលើទប់មិនបានល្អដូចហុចដងឲ្យថៃកាត់មកខាងក្នុងឱកាសរបស់ថៃតែទៅមិនរួចទេបាទខ្សែការពារកណ្ដាលរបស់ទីមួបាទគឺមាំដូចគ្នាឥឡូវនេះបាល់ជាប់ជើងទីមួបោះឡើងមកខាងលើឲ្យប្រធានក្រុមរត់បាទកាត់មកខាងក្រៅដូចគ្នាបាទពីប្រធានក្រុមថៃបាទអ្នកចាំទីចង់មកហើយបាទគុំបាទលេងឲ្យផ្លាត់ស្នៀតបាទសល់តែប្រហែលនាទីទៀតទេចោះហើយបាទហ៊ានលេងមុខទីបាទប្រយ័ត្នបាទខ្សែការពារលេខ19របស់ទីម៉័របាទស្តៀងម៉ាសេឡូបាទ Feliciano បាទ Pinheiro Goncalves ឥឡូវនេះបាទមាញ់មិញឃើញមុខគ្រូវឹករបស់ទីម៉័រហើយបាទឃើញមកគាត់គាត់ចេញមកបញ្ជាកូនក្រុមហើយបាទលោក Norio បាទ Sukitate បាទចេញមកមើលហើយបាទឃ្លៀមួយជើងឡើងមកខាងលើពីអ្នកចាំទីបាទរបស់ថៃបាទកូរប៉ាត់បាទទាញមកមួយបាទឆ្កឹះមកខាងក្រោយបោះមកល្អមែនតើបាទសម្លឹងរកគ្នាអត់មានអ្នកជួយក៏ដួលលោកអញ្ញាកណ្ដាលក៏ពីណីលេងលឿនអត់ទេបាទចលោមួយបាទបញ្ញាក់ខាងថៃបញ្ញាក់ខាងទីម៉័រហើយក៏ខាងខ្លួនឯងក៏បាទក៏ផ្លាត់ដែរបាទលេខ17បាទសគុណឆៃបាទសែងតភោបាទសគុណឆៃបាទបោះឡើងមកខាងលើបាទឆ្កឹះមិនផុតបាទឃ្លៀមួយជើងឡើងមកខាងលើបាទអត់តែតមកក្រោយទេបាទព្រួយលបឿនកីឡាករទីម៉័រលឿនដូច្នេះបាទផ្ដាច់មកសិនបាល់ជាប់ជើងទីម៉័របាទឆ្កឹះមកស្លាប់ខាងឆ្វេងទប់ជាប់ល្អមែនតើឱកាសរបស់ទីម៉័របញ្ជូនមកប្រធានក្រុមឆ្កឹះមួយពីកន្លែងនេះបានសុទ្ធទេដួលកីឡាកររបស់ថៃលោកអញ្ញាក្រាមពីណៃកាត់មកខាងក្នុងអត់បានកាត់ទៀតអូយបាទក៏ឃ្លៀចេញកីឡាករថៃមួយរូបក៏ដួលនៅលើទីលានអត់តាន់ងើបទេបាទទប់ជើងលោកអញ្ញាក្រាមអត់ព្រមកញ្ចែទេលេងជាបន្តបាទលេងជាបន្តបាល់ជាប់ជើងក្រុមជម្រើសជាតិទីម៉័រអស់មកខាងក្នុងសិនលើកមកស្លាប់ខាងស្ដាំតែចង់ស៊ីโซតែស៊ីโซមិនចាញ់ទេបាទ bicycle គឺ bicycle kick កើតដែរហើយបាល់ក៏មកដល់ដៃអ្នកចាំទីបាទដល់ជើងអ្នកចាំទីរបស់ថៃបាទកូរផាត់បាទណារីច័ន្ទបាទអស់បាល់មកចុងសិនបាទក៏បន្លាយបានប្រមាណវិនាទីទៅដែរបាទ89នាទីហើយបាទគេថាមកក្របរបស់ថៃដែលជាការតែរបស់ខ្សែការពារបាទសរិងកាន់បាទគឺនៅតែបន្តរហូតមកដល់ឥឡូវបាទ1-0បាទស្របពេលដែលគ្រូវឹកថៃបាទផ្ទះដៃលើកទឹកចិត្តបាទបង្រួមស្មារតីរបស់កូនក្រុមវិញបាទកុំឲ្យបាត់បង់ស្មារតីបាទចុងម៉ោងបាទឃ្លៀចេញទៀតពីសរិនកាន់បាទបាល់កន្លែងនេះគ្រោះថ្នាក់ដែរតែពីខ្សែការពារម្ដងអ្នកចាំទីបាទ Raul Fernandez បាទ Aderito បាទបោះលឿនតែម្ដងលេងមកស្លាប់ខាងឆ្វេងវិញបាទខាងស្ដាំបាញ់មិញរៀងឆ្អៀតដូច្នេះលេងខាងឆ្វេងបាទបាល់ទៅណាមួយរឿងទៅនងហើយបាទបញ្ជូនមកឡើងខាងលើបាទឱកាសរបស់បាទទីម៉័រនៅតែទៅមិនបានសម្រេចបាទកឹបផុតអីយ៉ាចង់ផ្លាត់ស្នៀតបាទលេងមុខទីបាទប្រយ័ត្នបាទចង់មកហើយបាទហ៊ានលេងមុខទីទៅសារមែនតើឱកាសរបស់ថៃបញ្ជូនខ្លីៗបាទនាទីទី90ហើយរងចាំតែម៉ោងបន្ថែមទេបាទបោះមកខ្លីៗឱកាសរបស់ក្រុមជម្រើសជាតិថៃសុទ្ធឆ្វេងមួយកន្លែងនេះបាទអូយដួលលោកអញ្ញាកណ្ដាលមិនពីណីលេងជាបន្តបាទបាល់ចំណេញបានក្រុមជម្រើសជាតិថៃមកដល់ស្លាប់ខាងឆ្វេងឱកាសរបស់ថៃឱកាសរបស់ថៃអត់លើកមកខាងក្នុងទេបាទសុខចិត្តបញ្ជូនមកខាងក្រោយសរិងកាន់ក៏បញ្ជូនមកខ្លីៗឱកាសរបស់ថៃសុទ្ធស្ដាមកន្លែងនេះផ្ទះបាល់ចេញពីអ្នកចាំទីកាប់មួយទៀតអត់ទេកាប់មួយសុទ្ធមួយទៀតនៅតែមិនបានសម្រេចឱកាសរបស់ក្រុមជម្រើសជាតិថៃក្របទី2សុទ្ធមួយទៀតនៅតែមិនសម្រេចអូយ Aderito Raul Fernandez បាទសង្គ្រោះបានដល់ទៅ3ជើងពីការសុទ្ធរបស់កីឡាករថៃបាទឲ្យតែចុងម៉ោងបាទទីម៉័ររៀងផ្លាត់ឲ្យតែចុងម៉ោងឥឡូវនេះឱកាសរបស់ទីម៉័រទៅវិញហើយខាងថៃចង់លេះឡាវិញហើយថែម3នាទីនៅក្នុងការប្រកួតនេះបាទ
តង់ទី1ថែម1តង់ទី2ថែម3បាទខ្លីៗបាទ1 2បាទបោះមកមិនបានល្អបាទជាប់ជើងសេរីងកាន់បាទសេរីងកាន់អស់បាល់ឡើងមកខាងលើអត់តន់បាទធ្លាក់លបឿនទេបាទចុចមកស្លាបខាងស្ដាំតែអត់មានអ្នកណាលើស្លាបខាងស្ដាំទេបាទបញ្ជូនអីយ៉ាជន់បាល់ដាច់ផ្ងាខ្លួនឯងអត់ទាន់ចេញទេអីយ៉ាបវលមកជុំឱកាសរបស់ទីមកបញ្ជូនមិនបានល្អបាល់ជាប់ជើងថៃវិញម្ដងបាទលេងខ្លីៗមួយអត់បង្ខំទេបោះឡើងមកខាងលើបាទ1 2ដួលបាទទៀមទាការពីនេះពីលោកអញ្ញាកដាលតែបាល់អត់ទាន់ចេញបាល់ជាប់ជើងក្រុមជម្រើសជាតិថៃបាទអ្នកកីឡាករលេខ24បាទតាន់ពិសិដ្ឋបាទមានឱកាសសុទ្ធមាញ់មិញតែសុទ្ធអត់សម្រេចបាទកាត់លេងខ្លីៗបាទចង់ម៉ោងហើយចង់ធ្លាក់លបឿនហើយបាទហត់រៀងខ្លួនហើយបាទឈរដើរប៉ាំងខ្ញើកហើយបាទតែមិនអាចបាទតនដូរចេញបានទេបាទព្រួយបាល់កំពុងតែលេងបាទបោះស្រាផងស្ដាំបាទបញ្ជូនមកកដាលវិញបាទទីមករត់តាមដេញបាល់គណៈដែលថៃបាទកំពុងតែលេងបាល់1 2បាទដែលយើងនិយាយភាសាទូទៅថៃកំពុងតែលេងស្វាដាក់ទីមឲ្យបោះឡើងមកខាងលើនេះល្អមែនទែនឱកាសរបស់ថៃអស់លបឿនបាត់ទៅហើយបាទទៅអត់ទាន់ទេបាទកូរ៉ាវិចតាសាមានឱកាសច្រើនលើកណាស់តែអត់សំណាងសោះនៅក្នុងការរកគ្រាប់បាល់ដូចមាញ់មិញមិនចង់រត់ទេបាទអស់ខ្យល់ហើយឥឡូវទីមកន្លងមកជើងមកស្លាប់ខាងស្ដាំបាទកលាំងទីមនៅមានដកអន្ទ្រូងមិនសម្រេចឱកាសរបស់ទីមលើកចូលមកខាងក្នុងបាទអត់យល់ចិត្តគ្នាទេបាទមិនបញ្ជូនមិនបារ៉ាបាទប៉ះមកដូចប៉ះសុទ្ធដូចសុទ្ធហើយក៏បោះបាល់ចេញទៅខាងក្រៅបាទដោយសារកីឡាករថៃមួយរូបទៀតក៏ដួលនៅលើទីលានបាទរមូលកពើមួយទៀតហើយបាទលោកកញ្ញាកណ្ដាលគឺគាត់ដឹងច្បាស់បាទគាត់មើលម៉ោងបាទរមូលកពើប្រមាណក៏ដោយគឺថែម3គឺពេញ3នាទីបាទចង់រមូលកពើ5នាទីក៏គាត់ថែម5តាមនឹងដែរបាទរត់ពេញហើយបាទគឺរមូលកពើបាទទូស្គាល់បាទប្រឹងបាទកម្លាំងប៉ុណ្ណេះរត់បានពេញគឺសរសើរបាទហើយនេះគ្រូបង្វឹករបស់ទីមបាទលោក Norio បាទស៊ូគីតាតេបាទដូចអត់មានអីត្រូវនិយាយទេបាទព្រោះអីចង់មកហើយឥឡូវរបូតមកគ្រាប់ទៀតបាទកីឡាករថៃបាទលើកជើងទៅនៅប្រងការបាទរឹងកផ្លូវតែម្ដងបាទយ៉ាងមិនទៅហើយបាទបោះបាល់លេងលឿនបាទលេង fair play បាទលេង fair play បោះលឿនបាទកូរ៉ាផាត់ឃ្លាមកជើងឡើងមកខាងលើបាទលោកអញ្ញាកដាលបាទក៏យកមើលដៃគាត់ម៉ោងតិចផងដែរបាទតើមានថែមសល់ម៉ោងប្រហែលទៀតបាទគណៈដែលថៃបាទបនទៅលោកអញ្ញាកដាលបាទផ្លុំកញ្ចែលឿននេះឱកាសចុងម៉ោងរបស់ថៃទៅទៀតហើយដួលបាទអត់វិន័យទេបាទហើយទីបំផុតលោកអញ្ញាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដងបាទដូច្នេះរកឃើញអ្នកឈ្នះមួយទៀតហើយនៅក្នុងពូល A បាទគឺក្រុមជម្រើសជាតិថៃគឺជាអ្នកយកបាន3បន្ទុកបន្ទាប់ពីយកឈ្នះទីម៉ូអាឡេសដោយលទ្ធផល1-0